ពូវិនពូសៅនិងពូក្រាញ់គាត់មានអាជីពរកស៊ីធ្វើជាអ្នកអាឈើម្យ៉ាងទៀតការធ្វើដំណើរចូលទៅក្នុងព្រៃអាឈើរបស់ពួកគាត់នេះក៏មិនសូវជាមានសុវត្ថិភាពប៉ុន្មានដែរមុខរបរគាត់នេះគឺផ្សងជាមួយនឹងគ្រោះថ្នាក់ណាស់ក៏ប៉ុន្តែលើថាពួកគាត់ចេះមុនអាគមបន្តិចបន្តួចដែរសម្រាប់ការពារខ្លួននៅពេលដែលពួកគាត់ធ្វើដំណើរចូលទៅក្នុងព្រៃនឹងឯងអ្នកដែលបានមកជួបពួកគាត់ទៅអាឈើនេះមិនប្រកាសតែអ្នកនៅក្នុងភូមិនោះទេសូម្បីតែអ្នកនៅទីកន្លែងឆ្ងាយក៏គេមកជួបពួកគាត់នេះឲ្យទៅអាឈើដែរនោះក៏ព្រោះតែនៅពេលដែលគេធ្វើដំណើរចូលទៅក្នុងព្រៃជាមួយនឹងពួកគាត់ពួកគេតែងតែបានសុខមិនដែលបានជួបជាមួយនឹងពពួកខ្មោចព្រាយបិសាចឬក៏មានគ្រោះថ្នាក់នៅក្នុងព្រៃនោះទេម្យ៉ាងទៀតពួកគាត់មានអាជីពអាឈើអស់រយៈពេលជាច្រើនឆ្នាំគាត់ប្រកាសជាមានជំនាញខាងមើលឈើណាល្អឈើណាមិនមានពពួកអមនុស្សរស់នៅជាដើមការធ្វើដំណើរចូលទៅក្នុងព្រៃអាឈើរបស់ពួកគាត់នេះគឺចំណាយពេល2ថ្ងៃឬក៏3ថ្ងៃតាមម្ចាស់ឈើក៏ចង់បានមានចំនួនតិចឬក៏ច្រើនម្យ៉ាងទៀតនៅកាលសម័យនោះក៏សម្បូរទៅដោយព្រៃស្តុកដើមឈើក៏ធំសត្វព្រៃកាយសាហាវក៏វាសម្បូរផងដែរដូច្នេះហើយបើសិនជាពួកគាត់ធ្វើប្រហែសតែបន្តិចប្រកាសជាបង់ជីវិតចោលឆ្អឹងនៅក្នុងដែនព្រៃពិតជាមិនខានលោកពូទាំង3នាក់កំពុងតែប្រកប្រាច់គ្នាសើចពីនេះពីនោះមួយសន្ទុះធំក្រោយមកស្រាប់តែមានលោកអមម្នាក់ដែលជាមនុស្សប្លែកមុខបានធ្វើដំណើរសម្ដៅចូលទៅកាន់ផ្ទះរបស់ពូវិននៅពេលដែលលោកអមបានចូលទៅដល់គាត់ក៏បានសួរទៅកាន់ពូវិនថាណែលោកក្មួយតើអ្នកទាំង3នាក់នេះគឺជាអ្នកអាឈើពិតប្រាកដមែនឬទេពូវិនគាត់ក៏បានតបថាមែនហើយលោកអមខ្ញុំជាអ្នកអាឈើនឹងឯងគ្នារបស់ខ្ញុំគឺមាន3នាក់នឹងហើយចូលលោកអមធ្វើដំណើរទៅណាដែរត្រូវការមកជួបពួកខ្ញុំទៅអាឈើមែនឬទេអំផៃគាត់ក៏បានតបថាអូមែនហើយគឺខ្ញុំមកជួបអ្នកទាំង3នាក់នេះទៅអាឈើមកយ៉ាងទៀតនោះព្រៃដែលខ្ញុំចង់ទៅនោះគឺនៅរៀងឆ្ងាយពីទីកន្លែងនេះខ្ញុំធ្លាប់បានឃើញឈើល្អខ្លាំងណាស់ណែអ្នកទាំង3នាក់តើអាចទៅជាមួយនឹងខ្ញុំបានដែរឬទេពូវិនបានសម្លឹងមុខគ្នារបស់គាត់2នាក់ទៀតរួចឆាយពូសៅជាមួយនឹងពូក្រាញ់គាត់ក៏បានងក់ក្បាលបន្ទាប់ពីដឹងថាសម្លាញ់របស់គាត់នឹងព្រមធ្វើដំណើរទៅជាមួយនឹងគ្នាពូវិនគាត់ក៏បានសួរថាណែលោកអមតើព្រៃដែលលោកអមចង់ទៅនោះធ្វើដំណើរពីទីកន្លែងនេះទៅខ្ទង់ប្រហែលជាប៉ុន្មានម៉ោងដែរអំផៃគាត់ក៏បានតបថាណែខ្ទង់ប្រហែលជា 3-4 ម៉ោងដែរបើសិនជាធ្វើដំណើរថ្មើរជើងអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមសម្លឹងមុខគ្នាទៅមកក៏ប៉ុន្តែទោះបីជាពួកគាត់មិនស្គាល់ក៏ដោយក៏គាត់យល់ព្រមទៅអាឈើឲ្យលោកអមម្នាក់នេះដែរព្រោះថាអ្នកមកជួបពួកគាត់នោះគឺមានអ្នកផ្លាច់មុខច្រើនខ្លាំងណាស់នៅពេលនោះពូវិនគាត់ក៏បាននិយាយទៅកាន់អំផៃថាលោកអមណែព្រៃនៅកន្លែងឆ្ងាយពួកខ្ញុំយកតម្លៃរៀងថ្លៃបន្តិចហើយតើលោកអមគិតយ៉ាងម៉េចដែរអំផៃងក់ក្បាលរួចគាត់ក៏បាននិយាយថាអូរឿងលុយកាក់ស្អីនោះខ្ញុំមិនសូវជាខ្វល់ប្រមាណនោះទេសំខាន់ឲ្យតែធ្វើដំណើរចូលទៅក្នុងព្រៃទៅកាប់ឈើល្អៗឲ្យខ្ញុំទៅណែឥឡូវសម្រាប់ថាទៅក្នុងថ្ងៃស្អែកនេះអ្នកទាំងអស់គ្នារៀបចំសម្ភារៈឲ្យបានចប់សពគ្រប់ទៅថ្ងៃស្អែកខ្ញុំនឹងធ្វើដំណើរមកកាន់ទីកន្លែងនេះរួចឆាយនាំអ្នកទាំងអស់គ្នាសំដៅទៅកាន់ព្រៃនោះតែម្ដងអ្នកទាំង3នាក់ក៏បានងក់ក្បាលក្រោយមកអំផៃគាត់ក៏បានយកលុយកាក់មួយចំនួនទុកថាដូចជាលុយកក់ឲ្យទៅកាន់ពួកគាត់ទៅ3នាក់នេះពូសៅបាននិយាយថាលោកអមមិនតាន់បានកាប់ឈើផងតើអមឲ្យលុយកាក់យ៉ាងច្រើននេះមកកាន់ពួកខ្ញុំតើមានន័យយ៉ាងម៉េចទៅពេលនោះអំផៃបានតបថាអូនេះគ្រាន់តែជាលុយកក់តែប៉ុណ្ណោះខ្ញុំគិតថាអ្នកទាំងអស់គ្នាធ្វើដំណើរចូលទៅក្នុងព្រៃប្រកាសជាលំបាកម្យ៉ាងទៀតព្រៃខ្ញុំនាំទៅនេះមិនសូវจะមានផ្លូវល្អដើរនោះទេសំបីតែផ្លូវរទេះក៏គ្មានដែរខ្ញុំគិតថាបន្ទាប់ពីកាប់បាននោះខ្ញុំនឹងឲ្យអ្នកទាំងអស់គ្នាកាត់ឈើនោះជាកង់រួចឆោយជួសត្វដំរីរបស់គេទៅអស់យកមកឥឡូវនេះខ្ញុំលាអ្នកទាំងអស់គ្នាត្រឡប់ទៅផ្ទះសិនហើយក្រោយពីឲ្យលុយកក់ទៅកាន់លោកពូទាំង3នាក់អំផៃគាត់ក៏បានធ្វើដំណើរចេញពីទីកន្លែងនោះទៅអ្នកទាំង3នាក់ញញឹមមើលមុខគ្នាពូក្រាញ់បាននិយាយថាណែសំឡាញ់លោកអមម្នាក់នេះដៃទូលេខ្លាំងណាស់វើយ
បើសិនជាយើងកាប់ឈើឲ្យគាត់បានល្អៗម្យ៉ាងទៀតនោះបើសិនជាបានរឿងលឿនបន្តិចប្រកាសជាបានលុយបន្ថែមពិតជាមិនខានមើលទៅការស្លៀកពាក់របស់គាត់នេះមិនមែនជាអ្នកក្រក្រីទេក្រោយមកពួកគាត់ក៏បានសម្លឹងមកគ្នាសើចបន្តិចពូវិនបាននិយាយថាឥឡូវត្រឡប់ទៅផ្ទះទៅប្រាប់ប្រពន្ធកូនទៅរៀបចំសម្ភារៈឲ្យបានស្រួលបួលម្យ៉ាងទៀតថ្ងៃស្អែកនេះយើងទៅព្រៃដែលយើងមិនធ្លាប់ទៅប្រហែលជាលំបាកបន្តិចហើយក្រោយពីនោះទៅអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមបំបែកផ្លូវគ្នាទៅផ្ទះរៀងៗខ្លួនរៀបចំសម្ភារៈដើម្បីចូលទៅក្នុងព្រៃមានដូចជាចានឆ្នាំងអង្ករនិងអាហារក្រៀមមួយចំនួនជាដើមព្រោះថាគាត់មិនប្រកាសថាចូលទៅក្នុងព្រៃខ្ទង់ប្រហែលជាមួយថ្ងៃឬក៏2ថ្ងៃនោះទេលោកអំផៃមិនបានបញ្ជាក់ចំនួនដើមឈើដែលត្រូវកាប់នោះឡើយមួយជប់នោះក៏បានកន្លងផុតថ្ងៃស្អែកឡើងស្រាប់តែបានឃើញអំផៃគាត់មកចាំអ្នកទាំងអស់គ្នានៅមុខផ្ទះរបស់ពូវិនបន្ទាប់ពីជួបគ្នារួចថ្ងៃរះច្បាស់ពួកគាត់ក៏ចាប់ផ្ដើមរៀបចំសម្ភារៈចេញពីទីកន្លែងនេះទៅក៏ប៉ុន្តែប្រពន្ធរបស់ពូវិនគាត់ក៏បាននិយាយថាណែឪវាឯងធ្វើដំណើរការតាមវត្តយកនំចំណីនេះយកទៅផ្ញើទៅដល់តាម៉នផងពូវិនងក់ក្បាលរួចហើយក៏បានយកនំចំណីពីដៃប្រពន្ធគាត់ដើម្បីយកទៅឲ្យតាម៉នដែលជាអ្នកនៅក្នុងវត្តតាម៉នម្នាក់នេះគាត់ជាអ្នកដុតសពហើយគាត់ក៏ជាមនុស្សដែលពោពេញទៅដោយមន្តអាគមគាថាផងដែរគាត់ទៅរស់នៅក្នុងវត្តព្រោះថានៅក្នុងវត្តនោះមានបច្ឆាដុតសាកសពរួមមួយដែលជាបច្ឆាប្រមូលលុយកាក់ពីអ្នកភូមិយកមកធ្វើនឹងឯងនៅក្នុងភូមិឲ្យតែមានអ្នកស្លាប់គេប្រកាសជាដង្ហែយកទៅកាន់វត្តអារាមរួចហើយអ្នកចាត់ការដុតសាកសពនោះគឺជាតាម៉ននឹងឯងបន្ទាប់ពីពួកគាត់ធ្វើដំណើរចូលទៅដល់វត្តពេលនោះពូវិនបាននិយាយថាណែអ្នកទាំងអស់គ្នាចាំខ្ញុំនៅមុខនេះបន្តិចទៅខ្ញុំយកនំទៅឲ្យតាម៉នមួយផ្លែនតាម៉នគាត់កំពុងតែកាន់អំបោះបោះសម្អាតសម្រាមស្លឹកឈើងាប់ដែលបានរុះរួចពេញបរិវេណវត្តនេះយកទៅដុតចោលបន្ទាប់ពីឃើញពូវិនធ្វើដំណើរចូលទៅក្នុងវត្តគាត់ក៏បានសួរថាណែវិនឯងទៅណាទៀតហើយទៅចូលព្រៃទៀតហើយមែនឬទេពូវិនតបថាមែនហើយលោកតាខ្ញុំចូលទៅក្នុងព្រៃទៀតហើយណែនំចំណីនេះប្រពន្ធរបស់ខ្ញុំផ្ញើមកឲ្យទៅកាន់លោកតាមិនដឹងជាស្អីសោកខ្លះនោះទេឥឡូវនេះខ្ញុំធ្វើដំណើរទៅហើយដោយសារតែព្រៃនេះខ្ញុំមិនធ្លាប់ទៅនោះទេឮតែឆ្ងាយដែរដើរពី 3-4 ម៉ោងឯណោះតាម៉នសម្លឹងមុខរបស់ពូវិនរួចហើយក៏បានសម្លឹងទៅខាងមុខវត្តគាត់ស្រាប់តែប្រទះភ្នែករួចហើយសម្លឹងទៅប៉ះជាមួយនឹងអំផៃក៏សម្លឹងមកកាន់គាត់វិញដែរនៅពេលនោះខ្សែភ្នែកអ្នកទាំងពីរនាក់ប្រសពជាមួយនឹងគ្នាមើលទៅហាក់ដូចជាពួកគាត់បានដឹងរឿងអ្វីម្យ៉ាងអញ្ចឹងក្រោយពីនោះទៅពូវិនក៏បានសួរទៅកាន់លោកតាថាតាម៉នតើមានរឿងអ្វីទៅមើលទៅខ្សែភ្នែកដូចជាមិនស្រួលពេលនោះតាម៉នក្រវីក្បាលហើយគាត់តបថាគ្មានរឿងអីនោះទេក៏ប៉ុន្តែចូលទៅក្នុងព្រៃប្រយ័ត្នប្រយែងផងណាមួយព្រៃនេះឯងមិនធ្លាប់ធ្វើដំណើរចូលទៅប្រហែលជាវានៅឆ្ងាយពីផ្ទះសម្បែងរបស់ជើងក្រោយពីនោះពូវិនគាត់ក៏បានធ្វើដំណើរទៅមុខវត្តរួចហើយក៏ចាប់ដើមនាំគ្នាធ្វើដំណើរសំដៅចូលទៅក្នុងព្រៃតាម៉នបានឈរសម្លឹងពីក្រោយទៅកាន់លោកអំផៃចំណែកអំផៃចេះតែដៀងកន្ទុយភ្នែកសម្លឹងទៅកាន់តាម៉នវិញដូចគ្នាក្រោយពីអ្នកទាំងអស់គ្នាដើរចេញពីទីកន្លែងនេះបានមួយសន្ទុះស្រាប់តែមានកំឡោះសង្ហាម្នាក់ឈ្មោះថានីសួងគឺជាចៅរបស់តាម៉ននឹងឯងពេលនោះគេបានចុកបបោឲ្យទៅកាន់លោកតារបស់គេទោះបីជាតាម៉នគាត់រស់នៅក្នុងវត្តក៏ដោយក៏ប៉ុន្តែគាត់មិនសូវជាពឹងផ្អែកទៅលើអាហារនៅក្នុងវត្តប៉ុន្មាននោះទេព្រោះថាព្រះសង្ឃពេលខ្លះបានច្រើនក៏ប៉ុន្តែពេលខ្លះព្រះអង្គបានដូចជាមិនសូវបាននោះទេដោយសារតែអ្នកភូមិគេរវល់កិច្ចការរបស់គេមិនសូវជាបានដាក់ចង្ហាន់លោកនឹងឯងកំឡោះសួងនេះគឺជាអ្នករៀនអាគមពីលោកតារបស់គេម្យ៉ាងទៀតនោះគេឧស្សាហ៍ទៅជួយដុតសពនៅក្នុងវត្តខ្លាំងណាស់ពេលណាដែលមានអ្នកបូជាពេលជប់គេតែងតែនៅកំដរជាមួយនឹងលោកតារបស់គេសួងបានសួរទៅកាន់លោកតាថាលោកតានេះគឺជាស្អីទៅដូចជានំចំណីទេតាអ្នកណាចង់មកឲ្យលោកតាតាម៉នសម្លឹងទៅកាន់ចៅប្រុសរួចនិយាយថាគឺជាពូវិននឹងពូវិនរបស់ឯងគេបានចុកនំចំណីមកផ្ញើប្រពន្ធរបស់គេផ្ញើមកសួងក៏បាននិយាយថាលោកតា
ពូវិនចូលទៅក្នុងព្រៃទៀតហើយមែនឬទេតាមនងក់ក្បាលរួចក៏តបថាមែនហើយគេធ្វើដំណើរចូលទៅក្នុងព្រៃទៀតហើយក៏ប៉ុន្តែលើកថាម្ដងនេះចូលទៅក្នុងព្រៃឆ្ងាយពីស្រុកភូមិណាណែមានអ្នកប្លែកមុខគេមកនាំទៅកាប់ឈើល្អៗនៅកន្លែងផ្សេងក៏ប៉ុន្តែមើលទៅខ្សែភ្នែកអ្នកដែលមកហៅពូវិនឯងនោះទៅកាប់ឈើមើលទៅដូចជាមិនស្រួលនោះទេគេប្រហែលជាអ្នកចេះអាគមផងក្រោយពីនោះទៅតានិងចៅក៏បានពិភាក្សាគ្នាមួយសន្ទុះសួងក៏បានត្រឡប់ទៅកាន់ផ្ទះសបាយវិញទៅឥឡូវត្រឡប់ទៅនិយាយពីអ្នកកាប់ឈើបន្ទាប់ពីពួកគាត់ធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងគាត់ក៏បានធ្វើដំណើរចូលទៅដល់ជំរំព្រៃក៏ប៉ុន្តែព្រៃនោះមើលទៅហាក់ដូចជាស្ងប់ស្ងាត់ខ្លាំងណាស់ស្ងប់ស្ងាត់ដល់គួរឲ្យខ្លាចទៀតផងដើរចូលទៅក្នុងព្រៃនោះកាន់តែជ្រៅដើមឈើក៏កាន់តែធំផងដែរចំណែកក្រុងឆ្អឹងរបស់សត្វនិងក្រុងឆ្អឹងរបស់មនុស្សក៏មាននៅពេលនោះពូវិននឹងគ្នាគាត់ចាប់ដើមសម្លឹងមកគ្នាពូក្រាញ់បាននិយាយថាណែពូដៃនៅទីកន្លែងនេះសតតែក្រុងឆ្អឹងតែម្ដងវើយក្រុងឆ្អឹងខ្លះមានស្ពាយកំភ្លើងផងដែរមើលទៅប្រហែលជាអ្នកប្រមាញ់ក្រោយមកពូវិនក៏បានតបថាក្នុងព្រៃទីកន្លែងណាក៏ដូចកន្លែងណាដែរវាតែតែមានសត្វកាចនឹងឯងម្យ៉ាងទៀតទីនេះគឺជាជំរំព្រៃមិនសូវជាមានមនុស្សធ្វើដំណើរចូលមកដល់ដូច្នេះហើយសត្វកាចនោះវាប្រកាសជាមានដើរមួយសន្ទុះទៀតអំផៃក៏បាននិយាយថាណែពួកយើងខ្ញុំគិតថាទីកន្លែងនេះហើយយើងកាប់ឈើនៅទីកន្លែងនេះទៅអ្នកទាំងអស់គ្នាស្គាល់ឈើណាល្អឈើណាមិនល្អឥឡូវជួយទៅដើរមើលបន្តិចទៅអ្នកទាំង3នាក់ក៏ចាប់ដើមយកកំបិតរបស់គាត់ទូត្រៃបន្តិចបន្តួចរួចឆាយវែកមើលដើមឈើណាដែលមានទំហំធំអ្នកកាប់ឈើគេមិនចេះតែកាប់ប្រេះផ្ដាស់នោះទេគេមើលទៅកាន់ដើមឈើណាដែលគ្មានភ្នែកពកគ្មានមែកដោះបញ្ច្រាស់គ្មានរុងប្រហោងនិងដើមឈើដែលមានក្លឹមល្អក្រោយពីដើរបានមួយសន្ទុះពូវិនក៏លន់មាត់និយាយថាណែលោកអ៊ំដើមចង្ក្រងមួយដើមនេះល្អខ្លាំងណាស់វារលូនល្អទៀតផងឥឡូវយើងត្រួសត្រាយទីកន្លែងនេះដើមឈើនេះមួយដើមសិនទៅអំផៃក៏បានងក់ក្បាលក្រោយមកអ្នកទាំងអស់គ្នាចាប់ដើមយកកំបិតរបស់គាត់ត្រួសត្រាយទៅកាន់ដើមឈើតូចក្បែរនោះងាយស្រួលនឹងឲ្យពួកគាត់កាប់ដូររំលំដើមឈើធំមួយដើមនេះក្រោយពីនោះទៅពួកគាត់ក៏ចាប់ដើមទាញរណាខ្សែដើម្បីបដូររំលំដើមឈើក្នុងការបដូរដើមឈើមួយដើមនោះគឺចំណាយពេលយូរខ្លាំងណាស់ដោយសារតែពួកគាត់ប្រើរណាដៃសម្រាប់បដូររំលំដើមឈើនោះគ្មានរណាយន្តដូចជាសពថ្ងៃនេះទេម្យ៉ាងទៀតការកាប់បដូររំលំដើមឈើបានរួចនោះភាគច្រើនបើសិនជាមានផ្លូវស្រួលអាចយករទេះទៅដល់ពួកគេប្រកាសជាជ្រៀកឈើទាំងអស់នោះដាក់លើរទេះដើម្បីដឹកត្រឡប់មកផ្ទះគឺជ្រៀកដូចជាគ្រឿងផ្ទះជាដើមក៏ប៉ុន្តែបើសិនជាអ្នកណាគេមានលុយកាក់ច្រើនគេកាត់ដើមឈើនោះជាកង់រួចឆាយយកសัตว์ដំរីទៅអស់យកដើមឈើនោះមកផ្ទះមកជ្រៀកនៅផ្ទះតែម្ដងព្រោះថាការសម័យមុនគ្មានឡានរថយន្តទំនើបទៅដឹកដើមឈើទៅដល់ព្រៃនោះទេគឺមានតែពឹងផ្អែកទៅលើសัตว์ដំរីនិងរទេះគោនឹងឯងមនុស្សពីដើមគេធ្វើការតាមសមត្ថភាពរបស់គេបើសិនជាគេមិនអាចយកមកផ្ទះបានគឺគេជ្រៀកដាក់លើរទេះដឹកមកក្រោយពីនោះទៅពួកគាត់ក៏ចំណាយពេលបដូររំលំដើមឈើនោះអស់រយៈពេលយ៉ាងយូរដល់ពេលថ្ងៃត្រង់ពួកគាត់ក៏ចាប់ផ្ដើមនាំគ្នារៀបចំដាំបាយដាំទឹកហូបតាមធម្មតាក៏ប៉ុន្តែមួយសន្ទុះក្រោយមកអំផៃបាននិយាយទៅកាន់អ្នកទាំង3ថាណែអ្នកទាំង3នៅដាំបាយដាំទឹកទៅខ្ញុំមានកិច្ចចូលទៅទីកន្លែងនោះបន្តិចពូក្រាញ់គាត់ក៏បានសួរថាលោកអ៊ំដើរទៅណាទៅក្នុងព្រៃនេះស្ងាត់ណាស់កុំចេះតែដើរតែម្នាក់ឯងទោះឲ្យខ្ញុំជូនទៅអំផាយញញឹមបន្តិចគាត់ក្រវីក្បាលក្រោយមកគាត់និយាយថាមិនអីនោះទេខ្ញុំទៅមិនឆ្ងាយប៉ុន្មាននោះទេក្រោយមកអំផៃគាត់ក៏បានដើរចេញទៅអ្នកទាំង3នាក់ក៏ចាប់ដើមអ្នកខ្លះក៏អាំងត្រីអ្នកខ្លះទៀតក៏ដាំបាយពេលនោះពូសៅបាននិយាយថាណែអញមើលទៅអំផៃដូចជាចម្លែកមិនទេគាត់រៀងចាស់ហើយក៏ប៉ុន្តែដើរផលតែម្ដងម្យ៉ាងទៀតនោះគាត់មកស្គាល់ព្រៃនេះយ៉ាងម៉េចទៅបើសិនជាព្រៃនេះឆ្ងាយពីផ្ទះយ៉ាងហ្នឹងម្យ៉ាងទៀតនោះគាត់មកតែម្នាក់ឯងមើលទៅដូចជាគួរឲ្យសង្ស័យខ្លាំងណាស់
ពូវិនគាត់ក៏បានតបថាអូទៅសង្ស័យអីប្រហែលជាគាត់ធ្លាប់ធ្វើដំណើរចូលមកកាន់ទីកន្លែងនេះនឹងជួយកាប់ឈើទៅកាន់អ្នកស្រុកអ្នកភូមិរបស់គាត់នឹងឯងទើបគាត់ស្គាល់ព្រៃនេះម្យ៉ាងទៀតគាត់ចេញទៅប្រហែលជាបត់ដៃបត់ជើងតែប៉ុណ្្នឹងឯងតោះយើងធ្វើកិច្ចការរបស់យើងបន្តទៅអាំងត្រីឲ្យតែឆ្អិនទៅមួយផ្លែតក្រោយមកស្រាប់តែបានលឺសំឡេងជ្រូកព្រៃស្រែកលាន់សំឡេងខ្លាំងៗអ្នកទាំង3នាក់ភ្ញាក់ព្រឺតក៏ចាប់ផ្ដើមស្ទុះក្រោកឈររួចហើយសម្លឹងទៅកាន់ទិសដៅដែលជ្រូកព្រៃបានស្រែកពូសៅបាននិយាយថាណែពួកដែងសត្វជ្រូកព្រៃស្រែកទៀតតើវើយមើលទៅប្រហែលជាមានសត្វកាចចាប់វាធ្វើជាចំណីហើយពូវិនបាននិយាយថាណែផ្លូវនោះជាផ្លូវរបស់អំផៃធ្វើដំណើរទៅមិញតើវីវគាត់មានគ្រោះថ្នាក់ទៅក៏ប៉ុន្តែពូសៅបាននិយាយថាបើសិនជាអំផៃមានគ្រោះថ្នាក់ឮសំឡេងអំផៃហើយមិនមែនឮសំឡេងសត្វជ្រូកព្រៃនោះទេប្រហែលជាមិនអីទេមើលទៅសត្វជ្រូកវាប្រហែលជាប្រឡាញ់គ្នានឹងឯងក្រោយពីនោះទៅពួកគាត់ក៏ចាប់ដើមរៀបចំដាំបាយទឹកទៅនៅពេលនោះអាហារបានឆ្អិនពួកគាត់ក៏ចាប់ដើមនាំគ្នាស្រស់ស្រូបរួចហើយក៏បានដួសមួយចំណែកទុកឲ្យអំផៃផងដែរមួយសន្ទុះក្រោយមកអំផៃគាត់ក៏បានធ្វើដំណើរត្រឡប់ចូលមកដល់ទីកន្លែងនេះវិញពេលនោះពួកក្រាញ់បាននិយាយថាលោកអ៊ំបាយឆ្អិនហើយមកហូបបាយជាមួយនឹងគ្នាទៅខ្ញុំទុកឲ្យលោកអ៊ំមួយចំណែកអំផៃក្រវីក្បាលរួចតបថាអូមិនអីទេនាំគ្នាហូបចុះខ្ញុំមិនឃ្លាននោះទេខ្ញុំបានដាក់អាហារក្រៀមខ្លះមកតាមបង្វិចរបស់ខ្ញុំហើយអ្នកទាំងអស់គ្នានាំគ្នាហូបចុកទៅដើម្បីមានកម្លាំងធ្វើការបន្តទៀតលោកពូទាំង3ក៏បានសម្លឹងមកគ្នាពេលនោះពូសៅបាននិយាយថាមកលោកអ៊ំមកហូបបាយជុំគ្នាមកធ្វើដំណើរចូលមកក្នុងព្រៃ3 4នាក់មកទាំងអស់គ្នាហើយអ្វីក៏អត់ហូបម្នាក់អញ្ចឹងវាមិនល្អនោះទេមកហូបជុំគ្នាទៅទោះបីជាពួកអ្នកទាំង3ចេះតែហាយយ៉ាងម៉េចក៏ដោយក៏អំផៃគាត់នៅតែក្រវីក្បាលក្រោយពីនោះទៅពួកគាត់ក៏បានអង្គុយហូបបាយនៅទីកន្លែងនោះក្រោយពីសម្រាកស្រក់ពួកបន្តិចពួកគាត់ក៏ចាប់ផ្ដើមបន្តកិច្ចការមួយថ្ងៃនោះគាត់រលំឈើបានប្រហែលជា3ដើមដែរក៏ប៉ុន្តែមិនទាន់បានលុះមែកនិងកាត់អង្កន់វាឲ្យបានល្អនោះទេវេលាពេលជុំក៏បានឈានចូលមកដល់អ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមរៀបចំដាំបាយដាំទឹកសាជាថ្មីម្ដងទៀតក្រោយពីពួកគាត់ដាំបាយដាំទឹកឆ្អិនហើយពួកគាត់ក៏បានហៅអំផៃហូបបាយជាមួយនឹងពួកគាត់សាជាថ្មីម្ដងទៀតតែអំផៃគាត់ចេះតែប្រកែករឿងនេះក៏ធ្វើឲ្យពួកគាត់កាន់តែងឹងឆ្ងល់យ៉ាងខ្លាំងអំផៃចាស់ហើយធ្វើដំណើរចូលមកក្នុងព្រៃគាត់អស់កម្លាំងបែរជាមិនហូបបាយហូបទឹកអ្នកទាំងអស់គ្នាព្រួយបារម្ភខ្លាចខ្យល់ចាប់ដោយសារតែគាត់ជាមនុស្សចាស់នឹងឯងក្រោយពីនោះទៅពួកគាត់ហូបបាយរួចក៏អង្គុយប្រុកប្រាយគ្នាបានមួយសន្ទុះក្រោយមកក៏ចាប់ដើមនាំគ្នាសម្រាកនៅក្នុងពេលនោះទៅបន្ទាប់ពីយប់ជ្រៅខ្ទង់ប្រហែលជាម៉ោង12នៅពេលនោះពូវិនគាត់ស្រាប់តែចុកពោះដោយសារតែគាត់ហូបទឹកនៅក្នុងព្រៃនេះជាទឹកមិនស្អាតម្យ៉ាងទៀតមើលទៅក្រពះពោះវៀនរបស់គាត់ប្រហែលជាមិនសូវល្អដូចអ្នកផ្សេងដោយសារតែឃើញគ្នាសម្រាប់បាត់អស់ហើយពូវិនគាត់ក៏បានធ្វើដំណើរទៅកាន់ទីកន្លែងមួយដើម្បីបត់ដៃបត់ជើងហើយផ្លូវដែលគាត់ដើរនោះគឺជាផ្លូវដែលអំផៃដើរកាលពីថ្ងៃនឹងឯងបន្ទាប់ពីគាត់ដើរបានមួយសន្ទុះស្រាប់តែលឺសម្រាប់ជើងហាក់ដូចជាមាននរណាកំពុងតែដើរតាមក្រោយគាត់ដោយសារតែគាត់គឺជាមនុស្សធ្លាប់ដើរព្រៃម្យ៉ាងទៀតនោះគាត់ក៏ជាអ្នកចេះអាគមបន្តិចបន្តួចដែរពូវិនគាត់ក៏ចាប់ដើមដើរកិច្ចចុះឡើងរួចហើយក៏ចូលក្នុងពោតព្រៃវៀងផ្លូវកិច្ចចេញពីទីកន្លែងនេះបាត់ទៅចំណែកឯអ្នកធ្វើដំណើរតាមក្រោយនោះដើរមិនទាន់នោះទេហើយអ្នកទាំងអស់គ្នាមានដឹងទេថាអ្នកដែលបានធ្វើដំណើរតាមក្រោយរបស់ពូវិននោះគឺជាអ្នកណានោះគឺជាអំផៃនឹងឯងមើលទៅអំផៃប្រហែលជាមានគោលបំណងអាក្រក់ទៅកាន់ពូវិនពិតជាមិនខានយើងអាចកាត់ថាគាត់នេះប្រហែលជាធ្មប់ស៊ីសាច់មនុស្សទៀតផងបន្ទាប់ពីអំផៃគាត់ដើរមិនទាន់ពូវិននៅក្នុងពេលនោះគាត់ក៏បានវិលត្រឡប់ទៅទីកន្លែងដែលពួកគាត់សម្រាកវិញបន្ទាប់ពីដើរចូលទៅជិតនោះអំផៃក៏ស្រាប់តែប្រែរូបរាងคล้ายទៅជាមនុស្សម្នាក់មានមុខខ្មៅក្រឹបភ្នែកឲ្យក្រហមមួយយ៉ាងទៀតនោះក្រចកដៃស្រួយអំផៃប្រណម្យដៃសូត្រអាគមគាថាផ្លុំសំដៅទៅរកអ្នកទាំងពីរនាក់នៅពេលនោះពូសៅជាមួយនឹងពូក្រាញ់ក៏ចាប់ផ្ដើមត្រូវសណ្ដំរួចឆោចដេកលងលក់ហាក់ដូចជាសាកសមភ្លាមនោះអំផៃក៏បានចូលទៅជិតរួចឆោចដោះអាវរបស់គាត់យ៉ាងស្រួលបួល
ក៏ចាប់ដើមស្រស់ស្រូបអាហារនៅក្នុងពេលជប់ទៅនោះគឺជាគ្រឿងក្នុងរបស់លោកពូទាំងពីរនាក់នឹងឯងបន្ទាប់ពីពូវិនគាត់បានកិច្ចដើរមួយសន្ទុះគាត់ក៏ចាប់ដើមរកផ្លូវត្រឡប់មកកាន់ទីកន្លែងរបស់គាត់វិញបន្ទាប់ពីគាត់ដើរបានបន្តិចគាត់ស្រាប់តែបានឃើញសាកសពរបស់សត្វជ្រូកព្រៃនៅលើខ្លួនមានស្នាមក្រចកនិងស្នាមចង្កូមម្យ៉ាងទៀតនោះគ្រឿងក្នុងរបស់វាក៏ត្រូវអ្នកណាម្នាក់ស៊ីអស់ផងដែរនៅពេលនោះគាត់គិតថានៅក្នុងព្រៃនេះប្រកាសជាមានថ្មពិតជាមិនខានគាត់ចាប់ដើមមានចិត្តព្រួយបារម្ភក្រោយមកគាត់ក៏ចាប់ដើមរត់យ៉ាងលឿនសំដៅមកកាន់ទីកន្លែងដែលគ្នារបស់គាត់កំពុងតែសម្រាកបន្ទាប់ពីមកដល់រៀងឆ្ងាយបន្តិចពូវិនសម្លឹងទៅក្រោមដើមឈើស្រាប់តែបានឃើញថាអំផៃកំពុងតែបាស៊ីគ្រឿងក្នុងរបស់សម្លាញ់របស់គាត់ទាំងពីរនាក់ពូវិនគាត់មានអារម្មណ៍ផិតភ័យខ្លាំងណាស់ក្រោយពីដឹងថាសម្លាញ់របស់គាត់ត្រូវស្លាប់ដោយសារតែអំផៃហើយពេលនោះគាត់ក៏ចាប់ដើមធ្វើដំណើរចេញពីទីកន្លែងនេះក៏ប៉ុន្តែគាត់ចង់ធ្វើដំណើរទៅផ្ទះដែរតែវាងងឹតខ្លាំងពេកដោយសារតែមិនអាចដើរក្នុងពេលយប់បានផ្លូវក៏រដេករដំម្យ៉ាងទៀតនោះគ្មានពន្លឺសម្រាប់បំភ្លឺគាត់ក៏សម្រេចចិត្តធ្វើដំណើរឡើងទៅលើដើមឈើធំមួយដើម្បីគេចខ្លួនពីពពួកអមនុស្សនិងពពួកសត្វខ្លានឹងឯងចំណែកឯអំផៃវិញបន្ទាប់ពីស៊ីគ្រឿងក្នុងអ្នកទាំងពីរអ្នករួចក៏ចាប់ដើមយកអាវនោះមកបាត់លើធ្វើយ៉ាងស្រួលបួលដើម្បីកុំឲ្យពូវិនសង្ស័យរួចហើយគាត់អង្គុយរងចាំទីកន្លែងនោះចាំចាត់ការទៅកាន់ពូវិនម្នាក់ទៀតក៏ប៉ុន្តែអំផៃមិនដឹងថាពូវិនបានដឹងសាច់រឿងទាំងអស់នេះនោះទេពូវិនបានរត់គេចទៅលាក់ខ្លួននៅលើដើមឈើបាត់ទៅហើយអំផៃចាំយូរទៅរហូតដល់មេចិត្តភ្លឺគាត់ក៏ចាប់ដើមធ្វើដំណើរសំដៅទៅរកពូវិនតែម្ដងរីឯពូវិននៅសងំលើដើមឈើនោះគាត់បានសម្លឹងទៅឃើញពពួកអមនុស្សជាច្រើនដែលកំពុងតែដើរនៅក្រោមដើមឈើអមនុស្សនោះខ្លះក៏មានសម្លៀកបំពាក់ដូចជាអ្នកប្រមាញ់ខ្លះទៀតដូចជាអ្នកធ្វើដំណើរចំណែកឯខ្លះទៀតស្លៀកសម្លៀកបំពាក់និងមានប្រដាប់ប្រដាហាក់ដូចជាអ្នកកាប់ឈើដូចជាគាត់ផងដែរមើលទៅពួកគេនេះប្រហែលជាពពួកវិញ្ញាណអនាថាដែលស្លាប់មិនអស់ចិត្តដូច្នេះហើយពួកគេបានសម្ដែងអាការៈដូចជាពួកគេនៅរស់អញ្ចឹងពូវិនបានសំងំសម្លឹងទៅកាន់ពពួកអមនុស្សទាំងអស់នោះទាំងមានអារម្មណ៍ព្រឺព្រួយគាត់គិតក្នុងចិត្តថាមើលទៅពួកអស់នេះប្រហែលជាចាញ់បោកធ្មប់ធ្វើដំណើរចូលមកក្នុងព្រៃដោយគាត់ដែរហើយធ្មប់ម្នាក់នេះពិតជាមិនធម្មតានោះទេល្បងមនុស្សអស់ច្រើនខ្លាំងណាស់ចូលមកក្នុងព្រៃរួចហើយចាត់ការស៊ីគ្រឿងក្នុងតែម្ដងកំពុងតែភ័យបែកញើសថ្ងាសជោកស្រាប់តែបានឃើញធ្មប់មានភ្នែកក្រហមចាប់ផ្ដើមដើរសម្ដៅមកកាន់ទីកន្លែងនេះធ្មប់នោះមានអារម្មណ៍ថាពូវិនហាក់ដូចជានៅមិនឆ្ងាយពីទីកន្លែងនេះនោះទេដោយសារតែពូវិនគាត់គ្មានភ្លើងចន្លោះធ្មប់ដើរចុះដើរឡើងក៏ចាប់ដើមទៅឈរក្រោមដើមឈើដែលពូវិនគាត់កំពុងតែលាក់ខ្លួនដើមឈើនោះមានទំហំធំខ្លាំងណាស់រំពេចនោះពូវិនបុកពោះដប់ពោះរបស់គាត់ផេតផតមួយយ៉ាងទៀតបែកញើសជោកពេញខ្លួនភ្លាមនោះស្រាប់តែញើសរបស់គាត់ក៏បានធ្លាក់មួយតក់ស្រក់ទៅលើស្លឹកឈើងាប់នៅក្បែរខ្លួនរបស់ធ្មប់នោះធ្មប់ក៏ចាប់ដើមងើយមើលលើបន្តិចម្ដងក៏ប៉ុន្តែពូវិនក៏លេចភ្នែកទៅបានឃើញសត្វកំពុងតែដេកនៅក្បែរដៃរបស់គាត់សត្វស្លាបជាច្រើនកំពុងតែដេកនៅលើមែកឈើពូវិនគាត់ក៏បានយកដៃឆ្កឹះបន្តិចសត្វស្លាបក៏បានទៅទះស្លាប់ភឹបរួចហើយហើរទៅទុំមែកឈើម្ខាងទៀតធ្មប់ផៃបានគិតថាអ្វីដែលស្រក់ចុះមកពីលើអំបញ្ញមិញនេះប្រហែលជាលមួកសត្វម្យ៉ាងទៀតដោយសារតែងងឹតផងនោះគាត់មើលមិនឃើញនោះទេធ្មប់ផៃបានឈរក្រោមដើមឈើនោះមួយសន្ទុះសម្លឹងឆ្វេងសម្លឹងស្ដាំក៏ប៉ុន្តែហាក់ដូចជាមិនឃើញអ្វីក្រោយមកគាត់ក៏បានធ្វើដំណើរទៅអង្គុយចាំពូវិននៅទីកន្លែងដែលគាត់បានចាត់ការទៅកាន់ពូសៅនិងពូក្រាញ់វិញទៅម្យ៉ាងទៀតពពួកអមនុស្សនៅទីកន្លែងនេះក៏ចង់ធ្វើបាបទៅកាន់ធ្មប់នេះដែរដោយសារតែធ្មប់ជាអ្នកសម្លាប់ពួកគេនឹងឯងពពួកអមនុស្សមួយចំនួនក៏បាននាំគ្នាចូលទៅសម្លាប់ធ្មប់ផៃក៏ប៉ុន្តែធ្មប់នេះគ្រាន់តែក្តាប់ស្លឹកឈើសូត្រអាគមផ្លុំបន្តិចបាចទៅលើពួកវាពពួកខ្មោចព្រាយក៏ចាប់ផ្ដើមប្រកាច់ហាក់ដូចជាត្រីត្រូវកម្ដៅវាស្រែកខ្លាំងដោយសារតែមន្តអាគមរបស់អំផៃនឹងឯងអំផៃបាននិយាយថាពួកអាចង្រៃមិនស្ដាប់បង្គាប់សោះអញសម្លាប់ពួកឯងម្ដងហើយឯងចង់ស្លាប់ម្ដងទៀតមែនឬទេបើសិនជាឯងនៅតែចង់ឆ្មក់ធ្វើបាបមកកាន់ជើងទៀតនោះ
យើងនឹងដុតវិញ្ញាណរបស់ពួកឯងនេះឲ្យស្លាប់សាជាថ្មីម្ដងទៀតមនុស្សទាំងអស់ដែលជាបរិវាររបស់ធ្មប់នេះក៏បានលើកដៃអង្វរកុំឲ្យធ្មប់ធ្វើបាបទៅកាន់ពួកគេទៀតពួកគេក្តៅជាមួយនឹងមន្តអាគមខ្លាំងណាស់បន្ទាប់ពីនោះទៅខ្មោចព្រាយក៏បានធ្វើដំណើរចេញពីទីកន្លែងនេះបាត់អស់ក្រោយមកធ្មប់ផៃក៏បានទៅចាំទីកន្លែងសាកសពនោះរហូតដល់មេឃភ្លឺស្រាងរីឯពូវិនវិញបន្ទាប់ពីមេឃភ្លឺរៀងច្បាស់អាចមើលផ្លូវឃើញគាត់ក៏ចាប់ផ្ដើមចុះពីលើដើមឈើនោះរួចឆោយធ្វើដំណើរសំដៅទៅកាន់ស្រុកភូមិក៏ប៉ុន្តែដោយសារតែគាត់ដើរកាត់ផ្លូវដែលសម្បូរទៅដោយព្រៃគាត់ធ្វើដំណើរមិនលឿននោះទេមានថ្មរដែករដប់ពេញតែផ្លូវគាត់ចំណាយពេលខ្ទង់ប្រហែលជា 4-5 ម៉ោងតម្រុំតែធ្វើដំណើរទៅដល់ផ្ទះសម្បែងបន្ទាប់ពីពូវិនបានទៅដល់ផ្ទះគាត់ក៏ចាប់ផ្ដើមយករឿងនេះទៅប្រាប់ដល់អ្នកស្រុកអ្នកភូមិជាពិសេសនោះគឺប្រពន្ធរបស់ពូសៅនិងពូក្រាញ់នឹងឯងអ្នកមីងបន្ទាប់ពីលើកថាប្តីរបស់គាត់ស្លាប់ពួកគាត់ចាប់ផ្ដើមនាំគ្នាស្រែកជុំកន្ទុកកន្ទិញក៏ប៉ុន្តែមនុស្សមួយចំនួននៅក្នុងភូមិបែរជាចោទប្រកាន់ថាពូវិនគឺជាធ្មប់អាបជាអ្នកសម្លាប់ទៅកាន់សម្លាញ់របស់ខ្លួនរួចឆោយមកប្រឌិតរឿងទោះបីជាពូវិនគាត់ខំរៀបរាប់យ៉ាងណាក៏ដោយក៏អ្នកភូមិមួយចំនួននោះនៅតែមានការអគតិទៅកាន់គាត់ដែរពូវិនបាននិយាយថាអ្នកទាំងអស់គ្នាឲ្យខ្ញុំនិយាយយ៉ាងម៉េចបានអ្នកទាំងអស់គ្នាជឿឥឡូវនេះបើសិនជាមិនជឿខ្ញុំទៅជួបជាមួយនឹងតាម៉នទៅតាម៉នជាអ្នកចេះអាគមគាត់ប្រកាសជាអាចអាកាត់បានក្រោយមកអ្នកភូមិដោយមិនសុខចិត្តពួកគេក៏ចាប់ផ្ដើមធ្វើដំណើរសំដៅទៅកាន់វត្តអារាមក្រោយមកពួកគេក៏បាននិយាយរៀបរាប់សាច់រឿងទាំងអស់ឲ្យទៅកាន់តាម៉នបានដឹងតាម៉នគាត់បាននិយាយថាណែអ្នកទាំងអស់គ្នាអាវិនវាមិនមែនជាធ្មប់បាយអាគមស្អីនោះទេតាំងពីដើមហើយវាទៅរៀនអាគមឯណាគ្នាចេះតែធ្វើដំណើរចូលទៅក្នុងព្រៃកាប់ឈើតែប៉ុណ្ណោះតែធ្មប់ដែលខ្ញុំសង្ស័យនោះគឺជាអ្នកដែលបានមកជួលអ្នកទាំងអស់គ្នានេះខ្ញុំបានឃើញផ្សែភ្នែករបស់គេនោះគឺជាអ្នកចេះអាគមពិតប្រាកដមុនអាវិនធ្វើដំណើរចេញពីក្នុងវត្តនេះខ្ញុំក៏បានផ្ដែផ្ដាំថាឲ្យមានការប្រុងប្រយ័ត្នផងដែរខ្ញុំមិននឹកស្មានថាគ្រូនោះគឺជាធ្មប់បាយអាគមស៊ីសាច់អីនោះទេខ្ញុំគិតថាគេគ្រាន់តែជាគ្រូអាគមធម្មតាទើបគេហ៊ានធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅទៅកាប់ឈើនឹងឯងតែឥឡូវនេះបាយជាគេគឺជាធ្មប់បាយអាគមស៊ីគ្រឿងក្នុងរបស់មនុស្សទៅវិញខណៈពេលនោះប្រពន្ធរបស់ពូសៅនិងពូក្រាញ់ក៏បានសំពះជុំអង្វរឲ្យតាម៉នគាត់ធ្វើដំណើរចូលទៅក្នុងព្រៃដើម្បីទៅយកសាកសពរបស់ប្តីរបស់គាត់មកធ្វើបន់ធ្វើទានតាម៉នដកដង្ហើមធំរួចគាត់និយាយថាណែទីកន្លែងនោះឆ្ងាយខ្លាំងណាស់ហើយខ្ញុំរៀងចាស់ហើយខ្ញុំធ្វើមិនអាចដើរឆ្ងាយបានទៅម្យ៉ាងទៀតទៅរកកម្លាំងឯណាទៅសែងសាកសពមកទៅណែបើសិនជាអញ្ចឹងមែននោះសាកឲ្យវិនវាទៅដើរសួរអ្នកនៅក្នុងភូមិមើលបើសិនមានអ្នកណាស្ម័គ្រចិត្តធ្វើដំណើរចូលទៅក្នុងព្រៃទៅសែងសាកសពនោះខ្ញុំប្រកាសជាទៅជាមួយចំណែកឯខ្ញុំនេះសែងមិនរួចនោះទេព្រោះតែខ្ញុំចាស់ហើយដើរចូលទៅក្នុងព្រៃដីដប់ទៀតនោះកាន់តែលំបាកក្រោយមកសាច់ញាតិរបស់ពូសៅនិងពូក្រាញ់ព្រមទាំងប្រពន្ធរបស់គាត់ក៏បានទៅពឹងពោរកអ្នកក្នុងភូមិមិនថាតែខ្លាមរះមិនថាតែសាច់ញាតិបងប្អូននោះទេចំណែកឯពូវិនគាត់ក៏បានទៅរកមនុស្សនៅក្នុងភូមិនោះដែរក៏ប៉ុន្តែគ្មានអ្នកណាហ៊ានធ្វើដំណើរចូលទៅក្នុងព្រៃជាមួយនឹងគាត់នោះឡើយព្រោះថានៅក្នុងព្រៃនោះមានគ្រោះថ្នាក់ច្រើនម្យ៉ាងទៀតទើបតែនឹងលើកថាពូសៅនិងពូក្រាញ់អស់គ្រឿងក្នុងដោយសារតែធ្មប់ទៀតនោះអ្នកណាហ៊ានធ្វើដំណើរចូលទៅដើររកចុះរកឡើងបានសម្លាញ់ស្មាក់ស្លាប់2នាក់ឈ្មោះថាពូដានិងពូខាំគាត់នេះគឺជាមិត្តសម្លាញ់ចិត្តស្និទ្ធពូសៅពូក្រាញ់និងពូវិននឹងឯងពួកគាត់ក៏បានធ្វើដំណើរទៅចូលក្នុងវត្តដើម្បីពិភាក្សាជាមួយនឹងតាម៉នពេលនោះតាម៉នបាននិយាយថាណែអ្នកទាំងពីរស្ម័គ្រចិត្តធ្វើដំណើរចូលទៅក្នុងព្រៃមែនឬទេពូដានិងពូខាំក៏បានងក់ក្បាលរួចតបថាមែនហើយតាខ្ញុំធ្វើដំណើរចូលទៅក្នុងព្រៃទៅយកសាកសពសម្លាញ់ខ្ញុំមិនអាចទុកសាកសពសម្លាញ់ចោលក្នុងព្រៃបាននោះទេណែរាប់អានគ្នាតាំងពីតូចពីតាចឥឡូវនេះគ្នាមានទុកបើសិនជាមិនទៅជួយប្រកាសជាមិនបាននោះឡើយតាម៉នដកដង្ហើមធំសាជាថ្មីក្រោយមកគាត់បាននិយាយថាណែសាកសពមាន2
ម្យ៉ាងទៀតពួកឯងមានតែ3នាក់តើទៅសែងសាក់សពយ៉ាងម៉េចនឹងរួចទៅសាក់សពធ្ងន់ណាស់វើយម្យ៉ាងទៀតផ្លូវឆ្ងាយផ្លូវក៏សម្បូរព្រៃហើយថែមទាំងរដែករដប់ទៀតទៅរកម្នាក់ទៀតមកពេលនោះពូវិនក៏បានតបថាតាទៅរកឯណាបានទៅរកមនុស្សធ្វើដំណើរចូលទៅក្នុងព្រៃជាមួយនឹងខ្ញុំនោះពិបាកនឹងស្វែងរកថ្នាំជីវិតអមតៈទៅទៀតគឺមានតែសម្លាញ់2នាក់នេះទេដែលហ៊ានធ្វើដំណើរទៅជាមួយនឹងខ្ញុំតាមនគិតបន្តិចគាត់ក៏បាននិយាយថាឥឡូវទៅហៅចៅរបស់ជើងមកទៅហៅសួងមកម្យ៉ាងទៀតសួងក៏ជាអ្នកចែកគុំដែរគេធ្វើដំណើរចូលទៅក្នុងព្រៃទៅចាំងហោចណាស់ក៏អាចជួយពួកជើងបានពូវិនគាត់មានអារម្មណ៍អេះអន់ដោយសារតែខ្លាចចិត្តឪពុកម្ដាយរបស់កំឡោះសួងនឹងឯងពូវិនបាននិយាយថាណែលោកតាខ្ញុំធ្វើមិនដាច់នឹងហ៊ានទៅខ្ញុំខ្លាចឪពុកម្ដាយរបស់សួងនោះគេមិនឲ្យគេទៅតាមនបានតបថាទៅប្រាប់ថាជើងទៅម្យ៉ាងទៀតឪពុកម្ដាយរបស់សួងនោះគេក៏ជាមនុស្សល្អដែរទៅលឿនទៅពូវិនគាត់ក៏ប្រញាប់ប្រញាល់ធ្វើដំណើរទៅផ្ទះរបស់កំឡោះសួងរួចហើយគាត់ក៏បានរៀបរាប់សាច់រឿងទាំងអស់នេះឪពុកម្ដាយរបស់កំឡោះសួងពួកគាត់ក៏មិនថាអ្វីដែរម្យ៉ាងទៀតនោះដោយសារតែធ្វើដំណើរចូលទៅក្នុងព្រៃជាមួយនឹងតាមនផងឪពុកម្ដាយរបស់កំឡោះសួងក៏បានយល់ព្រមឲ្យគេធ្វើដំណើរចូលទៅក្នុងព្រៃជាមួយនឹងពូវិនសប្បាយចិត្តខ្លាំងណាស់នៅពេលនោះកំឡោះសួងក៏ចាប់ផ្ដើមរៀបចំសម្ភារៈមួយចំនួនដាក់ចូលទៅក្នុងថង់ជៀមរបស់ខ្លួនព្រោះថាអ្នកចែកគុំកាលពីចំនួនមុនគឺមានប្រដាប់ប្រដាតែងតែដាក់នៅក្នុងថង់ជៀមដូចជាគោអាគមក្របីអាគមឬក៏ខ្សែកថានិងយ័ន្តគេថាមួយចំនួនទៀតក្រោយពីបានមកជួបជុំគ្នាពួកគេក៏ចាប់ផ្ដើមរុះរាន់ធ្វើដំណើរចេញពីទីកន្លែងនេះទៅពូវិនបាននិយាយថាលោកតានៅពេលដែលធ្វើដំណើរចូលទៅដល់ប្រកាសជាយប់ពិតជាមិនខានព្រៃនោះនៅឆ្ងាយណាស់តាមនតបថាវាយប់ក៏យប់ទៅឯងខ្លាចស្អីធ្វើដំណើរទៅយកស្តុបខ្មោចហើយនៅខ្លាចខ្មោចទៀតតែពូខាំគាត់ក៏បានតបថាណែលោកតាតើយើងគួរតែសែងសាកសពមកទៅយប់មែនឬទេតាមនគាត់សើចតិចរួចនិយាយថាណែវើយសែងសពមកទាំងជប់យ៉ាងម៉េចទៅបើផ្លូវរដែករដំណែយើងនៅជាមសាកសពនោះទៅពេលថ្ងៃចាំយើងយកមកពួកយើងមានកម្រងធ្វើដំណើរចូលទៅទាំងជប់ដូចនេះនោះដោយសារតែយើងចង់ការពារសាកសពបើសិនជាយើងមិនទៅការពារសាកសពនោះទេចចកខ្លានិងពពួកខ្មោចព្រៃប្រកាសជាស៊ីសាកសពពួកគេអស់ពិតជាមិនខានហើយព្រឹកឡើងនោះយើងទៅយកស្អីមានតែទៅយកឆ្អឹងដូច្នេះហើយទៅពួកយើងប្រញាប់រុះរាន់ទៅដើម្បីការពារសាកសពនោះផងដែរពូដានិងពូខាំគ្រាន់តែដឹងថាសម្រាប់នៅក្នុងព្រៃជាមសពមួយជុំគាត់ក៏ចាប់ដើមព្រឺសម្បល់ខ្ញាក់ខ្ញាក៏ប៉ុន្តែយ៉ាងណាក៏ពួកគាត់ត្រូវធ្វើដំណើរទៅដែរបន្ទាប់ពីនោះធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោងពួកគាត់ក៏បានចូលទៅក្នុងព្រៃព្រះអាទិត្យក៏ចាប់ដើមមកទៀបខ្លួនចិត្តលិចផងដែរតាមនបាននិយាយថាណែពួកឯងចាក់ទឹកបំពង់ចូលទៅក្នុងត្រឡោកយកមកឲ្យយើងសាកសពនេះមើលទៅវាមិនស្រួលនោះទេរយក្បាលខៀវរោមឬសំឡេងឲ្យងងតែម្ដងណែយកទឹកមកឲ្យជើងមកដោយជាជើងបានដឹងស្រាប់ហើយសាកសពដែលបានស្លាប់ក្នុងព្រៃម្យ៉ាងទៀតមានសាច់មានឈាមចេញមកក្រៅផងនោះពពុះសត្វរយក្បាលខៀវវាចូលចិត្តខ្លាំងណាស់តាមនបន្ទាប់ពីបានទឹកត្រឡោកគាត់ក៏ចាប់ផ្ដើមបេះស្លឹកឈើរួចហើយយកមកចងនិងប្រោះព្រំមន្តអាគមព្រមទាំងទឹកមន្តនោះទៅលើខ្លួនរបស់សាកសពទាំងពីរនោះក្រោយពីនោះទៅគាត់បាននិយាយថាពួកយើងយប់នេះមិនឲ្យសម្រាកនោះទេដោយសារតែទីកន្លែងនេះមានសាកសពប្រកាសជាមានពពួកសត្វកាចនិងពពួកអមនុស្សមកទីកន្លែងនេះពិតជាមិនខានមើលទៅជប់មិញប្រហែលជាធ្មប់នៅទីកន្លែងនេះទៅពពួកសត្វកាចសាហាវវាមិនហ៊ានមកស៊ីសាកសពនឹងឯងពូវិនគាត់បាននិយាយថាលោកតាហេងសយធ្មប់ផៃនោះមិនទាន់ចេញពីក្នុងព្រៃទេមិនដឹងតាមនគាត់ក៏បានឆ្លើយតបរឿងនេះយើងក៏មិនដឹងដែរមើលទៅប្រហែលជាគេមិនទាន់ធ្វើដំណើរចេញពីក្នុងព្រៃនេះទេណាស់ហើយជ្រុលជាមកដល់ទៅហើយយ៉ាងម៉េចយ៉ាងម៉ាក៏ត្រូវតែនៅដែរក្រោយពីប្រោកប្រាយគ្នាមួយសន្ទុះតាមនក៏បានប្រាប់ឲ្យពួកគាត់ទៅប្រមូលអស់គុលដើម្បីបង្កាត់បំភ្លឺនៅក្នុងជប់នេះក្រោយពីមួយសន្ទុះក្រោយមកក៏ចាប់ដើមប្រមូលបានអស់ច្រើនពួកគាត់ក៏បានអង្គុយប្រោកប្រាជ្ញនិងបង្កាត់ភ្លើងនៅទីកន្លែងនោះទៅ
យប់ជ្រៅបន្តិចពោះរបស់ពូវិនចាប់ដើមកោគ្រូទៀតហើយដោយជាយើងបានដឹងស្រាប់ហើយពោះគាត់មិនស្រួលនោះទេឲ្យតែហូបទឹកនៅតាមដងព្រៃនៅពេលនោះពូវិនបាននិយាយថាតាខ្ញុំឈឺបត់ដៃបត់ជើងខ្លាំងណាស់តាម៉នក្រឡេកសំឡឹងទៅកាន់មុខពូវិនគាត់បាននិយាយថាយេហើយចុះឯង2ថ្ងៃពីល្ងាចអីក៏មិននឹកឃើញថ្មនៅតែហើយពេលយប់ទីនេះគឺជាទីតំបន់គ្រោះថ្នាក់ពពុះអមនុស្សច្រើនណាស់វើយតែពូវិនបានតបថាតារឿងនេះពីណាគេទៅទប់ជាប់បើសិនជាវាចង់មកនោះខ្ញុំក៏មិនចង់ដែរថ្ងៃមុនខ្ញុំរត់រួចមានជីវិតនោះដោយសារតែរឿងចុកពោះនឹងទេតាម៉នបានសម្លឹងទៅកាន់ចៅរបស់គាត់រួចនិយាយថាសួងមើលជូនគេទៅបន្តិចទៅណែបត់ដៃបត់ជើងនោះបត់ជើងតូចឬក៏បត់ជើងធំពូវិនធ្វើមុខអេះអញក្រោយមកគាត់និយាយថាតាបត់ជើងធំក្រោយពេលឮថាបត់ជើងធំតាម៉នគាត់ក៏បានតបថាបើសិនជាអញ្ចឹងទៅឆ្ងាយបន្តិចទៅកុំនៅក្បែរនេះក្រែងលោចាស់ក្លិនពេលខ្យល់បក់មកកំឡោះសួងក៏ចាប់ផ្ដើមស្វេកំភ្លើងរួចហើយគេក៏បានជូនពូវិនធ្វើដំណើរចេញពីទីកន្លែងនេះគឺទៅរៀងឆ្ងាយគ្រាន់បើដែរក្រោយមកពូវិនក៏បានទៅរកដើមឈើមួយមើលទៅរៀងសំណំបន្តិចរួចហើយក៏បានអង្គុយបត់ដៃបត់ជើងនៅទីកន្លែងនោះទៅអ្នកកំឡោះសួងក៏ឈររៀងឆ្ងាយពីគាត់បន្តិចដែរពូវិនបត់ដៃបត់ជើងបណ្ដើចេះតែក្រឡេកមើលឆ្វេងស្ដាំបណ្ដើមើលទៅលើបណ្ដើនោះគឺដោយសារតែមានអារម្មណ៍ភ័យខ្លាចនឹងឯងខណៈពេលនោះគាត់ស្រាប់តែឃើញអ្វីសកំពុងតែយកជើងយកដៃនោះមិនឆ្ងាយពីក្បាលរបស់គាត់ប៉ុន្មាននោះទេពូវិនឃើញហើយព្រឺក្បាលខ្ញាក់ក៏ប៉ុន្តែពេលនេះចង់រត់ក៏មិនកើតបន្ទាប់មកគាត់ចាប់ផ្ដើមប្រមូលស្មារតីដើម្បីឲ្យរួចកិច្ចរបស់គាត់សិនគ្រាន់តែរួចភ្លាមពូវិនគាត់ក៏ចាប់ផ្ដើមស្រែកនាងព្រាយនោះបានលូកដៃយ៉ាងវែងសំដៅទៅរកពូវិនបន្ទាប់ពីកំឡោះរបស់ជើងបានលឺសម្រែករបស់ពូវិនគេក៏បានស្ទុះចូលមកភ្លាមកំឡោះបានសួរថាយ៉ាងម៉េចពូបានឃើញស្អីហេតុអ្វីក៏ស្រែកខ្លាំងដូច្នេះពូវិននិយាយមិនរួចដោយសារតែស្លុតខ្លាំងពេកគាត់ក៏បានចង្អុលទៅកាន់មែកឈើដែលគាត់បានអង្គុយអំបាញ់មិញភ្លាមនៅកំឡោះក៏បានឃើញថាមានដៃមួយកំពុងតែលូកសម្ដៅមករកគេកំឡោះសួងក៏ចាប់ដើមទាញកំបិតសូត្រផ្លុំគាថាបន្តិចកាប់ទៅលើដៃនោះធ្លាក់ចុះទៅលើដីនាងព្រាយក៏ចាប់ដើមសម្រោតតាមដើមឈើរួចឆយវាសម្ដៅមករកកំឡោះរបស់ជើងនាងព្រាយនោះបាននិយាយថាចង្រៃនេះជាដែនរបស់ជើងឯងហ៊ានមកកាត់ដៃរបស់ជើងផងកំឡោះជើងមិនបានឆ្លើយតបអ្វីនោះទេគេក៏ចាប់ដើមសូត្រផ្លុំគាថានៅកំបិតតែពេលនោះនាងព្រាយក៏ចាប់ដើមវាសម្ដៅទៅរកកំឡោះជើងស្ទុះវឹងក៏ទាញកំបិតអាគមចាក់ចំពីលើភ្លាមនោះមិនបានប៉ុន្មានវិនាទីផងខ្លួនរបស់នាងក៏ចាប់ផ្ដើមឆេះប្រកាច់ប្រកិនត្រឹមតាមមួយផ្លែតក៏បានរលេកខ្លាចជាផ្សែងហោះហើរចេញពីទីកន្លែងនេះបាត់ទៅចំណែកឯពូវិនភ័យបាច់ញើសស្រាក់ប៉ុនក្របពោតពេញតែថ្ងាសពូវិនក៏បានសួរទៅកាន់កំឡោះថាណែសួងតើវាគឺជាព្រៃអ្វីទៅកំឡោះសួងញញឹមបន្តិចរួចតបថាវាគឺជាពពួកខ្មោចព្រាយកំពេញកំប៉ុកនៅក្នុងដែនព្រៃនេះទេក្រៃពូចូលព្រៃរហូតមិនធ្លាប់ជួបវាទេអីពូវិនបានតបថាអត់ទេក្មួយពូមិនដាជួបនោះទេចូលព្រៃក៏មិនដាចូលព្រៃជ្រៅដល់ថ្នាក់នេះដែរក្រោយមកអ្នកទាំងពីរនាក់ក៏បានធ្វើដំណើរសំដៅទៅកាន់ទីកន្លែងរបស់គេវិញបន្ទាប់ពីអ្នកទាំងពីរដើរជិតដល់ស្រាប់តែបានឃើញថាមនុស្សជាច្រើនកំពុងតែឈប់ព័ទ្ធជុំវិញអ្នកទាំង3នាក់ពូវិនបើកភ្នែកធំរួចនិយាយថាណែសួងឯងមើលនោះមនុស្សមកពីណាច្រើនខ្លាំងម្ល៉េះនាយសួងក៏បានងាកមុខរួចតបថាមិនមែនមនុស្សទេពូវាគឺជាពពួកអមនុស្សក្រោយមកពួកគេក៏ប្រញាប់ធ្វើដំណើរចូលទៅចំណែកឯតាម៉នក៏បានទាញខ្សែកថាសូត្រផ្លុំរួចឆោយក្រវ៉ាត់ក្រវីវាយទៅលើវិញ្ញាណទាំងអស់នោះស្របពេលនោះផងដែរកំឡោះសួងក៏ចាប់ដើមទាញខ្សែកអង្កាំដោះចេញពីករួចឆោយសូត្រផ្លុំក៏បានទៅវាយលើពវៈផងដែរពពួកអមនុស្សនោះបន្ទាប់ពីដឹងថាអ្នកទាំងនេះសិតតែជាអ្នកចៃអាគមពួកខ្លះក៏បានស្លាប់ពួកខ្លះទៀតក៏បានគេចខ្លួនចេញពីទីកន្លែងនេះដោយសារតែខ្លាចអាគមរបស់អ្នកទាំងពីរនឹងឯង
រឿងហេតុនោះក៏បានស្ងប់ស្ងាត់ក្រោយមកពួកគេក៏បានទៅប្រជុំគ្នាពួកខាំបាននិយាយថាលោកតាពិតជាមិនស្រួលនោះទេក្នុងព្រៃនេះមានគ្រោះថ្នាក់ណាស់មិនដឹងថាយ៉ាងម៉េចយ៉ាងម៉ានេះមិនទាន់នឹងជប់ប៉ុន្មានផងពពួកខ្មោចព្រាយបិសាចចេញមកប្រងព្រាតបាត់ទៅហើយតម្រាំតែដល់ពេលជប់ទៀតនោះតើយ៉ាងម៉េចយ៉ាងម៉ាទៅតាម៉នគាត់ក៏បានតបថាវាមិនអីនោះទេពួកវាចូលចិត្តនេះមិនបានទេព្រោះថាយើងបានពត់សមាអាគមបាត់ទៅហើយកុំឲ្យតែពួកឯងរត់ចេញពីទីកន្លែងនេះពពួកអមនុស្សទាំងអស់នេះគ្រាន់តែជាពួកអមនុស្សកំពៃកំប៉ុកតែប៉ុណ្ណោះពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមជំនុំគ្នាបន្តទៀតលុះរឿងជប់បន្តិចស្រាប់តែមានព្រាន2នាក់បានធ្វើដំណើរចូលមកកាន់ទីកន្លែងនេះនៅពេលនោះព្រានក៏បានសួរទៅកាន់អ្នកទាំងអស់គ្នាថាណែអ្នកទាំងអស់គ្នាចូលមកក្នុងព្រៃនេះធ្វើអ្វីទៅតាម៉នក៏បានតបថាអូព្រានពួកខ្ញុំចូលមកក្នុងព្រៃនេះដើម្បីយកសាកសពរបស់មនុស្សចេញពីព្រៃតែព្រានក៏បានសម្លឹងទៅកាន់មុខតាម៉នរួចហើយនិយាយថាសាកសពបានស្លាប់ហើយយកទៅផ្ទះធ្វើអ្វីទុកចោលនៅក្នុងព្រៃនឹងទៅចំណែកឯពូវិនគ្រាន់តែបានឃើញព្រានទាំងពីរនោះភ្លាមគាត់ក៏ចាប់ផ្ដើមដើរតិចៗទៅពីក្រោយខ្នងរបស់តាម៉នបាននិយាយថាហើយចុះវាស្អីឯងអាវិនបានជាសៀមកក្រោយខ្នងជើងនឹងលោកតាវានេះគឺជាពពួកខ្មោចទេថ្ងៃមុនខ្ញុំក៏បានឃើញដែរតាម៉នងក់ក្បាលរួចតបថាអញដឹងហើយនៅក្នុងព្រៃដូចនេះតើមានមនុស្សឯណាធ្វើដំណើរចូលមកទៅពួកគេនេះឯងមិនឃើញទេអីភ្លើងរបស់យើងនឹងភ្លឺក៏ប៉ុន្តែពួកគេគ្មានស្រមោលនោះទេគ្រាន់តែតាម៉ននិយាយប៉ុណ្ណេះអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមសម្លឹងទៅកាន់មនុស្សទាំងពីរនាក់ដែលកំពុងតែឈរវាពិតណាស់ភ្លើងភ្លឺខ្លាំងណាស់ក៏ប៉ុន្តែគ្មានស្រមោលក្រោយពីអ្នកទាំងពីរនាក់នោះបានដឹងថាពពួកមនុស្សទាំងអស់នេះបានដឹងថាពួកគេគឺជាខ្មោចព្រាយវាក៏ចាប់ផ្ដើមសម្ដែងរូបពិតកៅភ្នែកដកក្រហមរូបរាងដ៏អាក្រក់ក៏ចាប់ផ្ដើមបង្ហាញឡើងវាក៏ចាប់ផ្ដើមហក់សង្គ្រប់ទៅរកទីកន្លែងនោះក៏ប៉ុន្តែស្ទុះទៅភ្លាមវាក៏ចាប់ផ្ដើមប៉ាំងថយក្រោយ 4-5 ម៉ែត្រស្រែកប្រកាច់ប្រកិនពេលនោះតាម៉នបាននិយាយថាពួកអាខ្មោចស្ទើរភ្លើងឯងគិតថាអាចចូលទីកន្លែងនេះបានមែនឬទេយើងធ្វើដំណើរចូលមកក្នុងព្រៃនេះមិនមែនជាមនុស្សគ្មានចេះអាគមស្អីបន្តិចឲ្យពួកឯងធ្វើបាបតាមតែចិត្តនោះឡើយបើចង់សំណុកខ្លួនឆាប់ថយចេញទៅក៏ប៉ុន្តែពពួកខ្មោចព្រាយបាននិយាយថាណែតាចាស់យើងមិនចង់ប៉ះពាល់ជាមួយនឹងពួកឯងនោះទេទុកសាកសពឲ្យយើងស៊ីទៅពួកឯងចេញពីទីកន្លែងនេះពួកខាំបាននិយាយថាពួកអាខ្មោចព្រាយនេះជាសាកសពរបស់សម្លាញ់ជើងទៀតតើហើយអ្វីឯងចង់មកស៊ីលោកតាចាត់ការទៅលើវាទៅតាម៉នញញឹមបន្តិចលោកចូលទៅក្នុងថង់យាមចាប់ផ្ដើមទាញយកអ្នកចម្បាំងអាគមរបស់គាត់តាម៉នសូត្រផ្លុំគាថាបន្តិចរួចហើយក៏បានបោះវាទៅមុខភ្លាមនោះរូបសូនរបស់គាត់ក៏ប្រែក្លាយទៅជាមនុស្សដែលមានសាច់ដុំធំកាន់ពូថៅនៅក្នុងដៃមនុស្សចម្បាំងរបស់គាត់ក៏បានស្ទុះវឹងចូលទៅប្រយុទ្ធជាមួយនឹងព្រាយនោះប៉ុន្តែព្រាយមើលទៅគ្មានគីឡូជាមួយនឹងមនុស្សអាគមនោះទេមនុស្សអាគមកាប់តែប្រមាណពូថៅវិញ្ញាណរបស់វាក៏បានរលាយបាត់ចេញពីទីកន្លែងនេះទៅក្រោយពីនោះទៅរឿងរ៉ាវក៏បានស្ងប់ស្ងាត់កំឡោះរបស់ជើងបាននិយាយថាលោកតានៅក្នុងព្រៃនេះគ្រោះថ្នាក់នៅពេលចុះបន្តិចទៀតប្រកាសជាមានពពួកសត្វច្រាបធ្វើដំណើរមកកាន់ទីកន្លែងនេះពិតជាមិនខានដោយសារតែក្លិនរបស់សាកសពនឹងឯងតាម៉នងក់ក្បាលរួចតបថាអញ្ចឹងហើយទើបជើងឲ្យពួកឯងនេះមានការប្រុងប្រយ័ត្នទីកន្លែងនេះគឺជាព្រៃដែលមិនធ្លាប់មានមនុស្សធ្វើដំណើរចូលមកដល់គឺមានតែគ្រូធ្មប់តែប៉ុណ្ណោះវិញ្ញាណទាំងអស់នេះសុទ្ធតែជាពពួកវិញ្ញាណអនាថាតែប៉ុណ្ណោះវាបានស្លាប់ដោយសារតែស្នាដៃរបស់គ្រូធ្មប់នោះមើលទៅប្រហែលជាត្រូវគេចាប់ចងវិញ្ញាណទៀតផងទើបវាមិនអាចទៅកើតទីកន្លែងណាផ្សេងបានទម្រាំតែអស់កម្មមិនដឹងជាពេលណានោះទេបន្ទាប់ពីនោះទៅអង្គុយដល់យប់ជ្រៅបន្តិចស្រាប់តែបានឃើញថាអំផៃគាត់ធ្វើដំណើរចូលមកកាន់ទីកន្លែងនេះអំផៃឃើញពវិនភ្លាមគាត់ក៏បានសើចក្រោយមកអំផៃបាននិយាយថាណែជាងឈើខ្ញុំឲ្យមកកាប់ឈើហើយអ្វីក៏រត់ចោលខ្ញុំបានពេលនោះពវិននិយាយអ្វីមិនចាញ់នោះទេគាត់បានត្រឹមតែសម្លឹងទៅកាន់អំផៃតែប៉ុណ្ណោះ
អមផៃបាននិយាយថាណែម្សិលមិញប្រាប់ខ្ញុំថាទៅបត់ជើងខ្ញុំទៅដើររកមិនឃើញសោះតើជាងឯងធ្វើដំណើរទៅណាទៅអូហើយចុះអ្នកទាំងពីរអ្នកនោះមានរឿងអ្វីទៅបានជាស្លាប់ស្ទោកស្ដឹងនេសួងបាននិយាយថាអាធ្មប់មិនចាំបាច់មកសម្ដែងនោះទេយើងបានដឹងរឿងគ្រប់យ៉ាងអស់ទៅហើយឯងគឺជាធ្មប់ភ្លាមនោះអំផៃក៏បានសោចស្នាមញញឹមដែលបង្កប់ទៅដោយភាពព្រឺព្រួញរំពេចនោះអំផៃក៏ចាប់ផ្ដើមប្រណម្យដៃសត្វខ្លាមួយក្បាលក៏ចាប់ផ្ដើមរត់ចូលមកទីកន្លែងនេះក្រោយមកអំផៃបាននិយាយថាពួកឯងសង្ឃឹមតែចេញពីក្នុងព្រៃនេះរួចមែនឬទេបរិវាររបស់យើងនៅពេញទីកន្លែងនេះសំបីតែអាពីរអ្នកដែលបានស្លាប់នោះក៏យើងក្តោបក្តាប់វិញ្ញាណរបស់វាបានដែរធ្មប់ក៏ចាប់ផ្ដើមប្រណម្យដៃដាស់អាគមរបស់ខ្លួនរំពេចនោះសាកសពរបស់ពូក្រាញ់និងពូសៅដែលគ្មានគ្រឿងក្នុងសោះស្រាប់តែស្ទុះក្រោកឡើងពូវិនពូដានិងពូខាំចាប់ផ្ដើមស្រែកឡើងផ្្លាត់សម្លេងភ្លាមនោះគាត់បាននិយាយថាលោកតាតើធ្វើយ៉ាងម៉េចទៅសាកសពអាពីរអ្នកនេះវារស់ឡើងវិញហើយតាម៉នក៏បានសម្លឹងចៅប្រុសចៅសួងទៅសង្កត់វាទៅឲ្យលឿនឡើងតាម៉ននិងនីសួងក៏បានស្ទុះទៅវឹងរួចហើយក៏បានសង្កត់សាកសពនោះទៅលើដីវិញអ្នកទាំងពីរអ្នកក៏បានប្រាគមរួចហើយទះទៅលើក្បាលសាកសពនោះភ្លាមនោះវិញ្ញាណរបស់ពូសៅជាមួយនឹងពូក្រាញ់ក៏បានប៉ាំងខ្ទាតចេញពីរង្វង់សីមានៅពេលនោះពួកគាត់បាននិយាយថាលោកតាជួយពួកខ្ញុំផងខ្ញុំមិនចង់ធ្វើនោះទេក៏ប៉ុន្តែគ្រូធ្មប់នេះបានចងវិញ្ញាណពួកខ្ញុំបាត់អស់ទៅហើយសូមជួយខ្ញុំផងធ្មប់ក៏បានសោចរួចនិយាយថាជួយស្អីអាពីរនាក់សំបីតែពួកវានេះក៏គ្មានឱកាសចេញពីព្រៃនេះដែរយើងនឹងស៊ីពួកឯងម្នាក់ម្ដងពិតជាមិនខាននៅពេលនោះតាម៉នគាត់ក៏ចាប់ផ្ដើមប្រើអ្នកចម្បាំងរបស់គាត់ឲ្យចូលទៅប្រយុទ្ធចំណែកសត្វខ្លានោះក៏បានស្ទុះពេញមួយទំហឹងសត្វខ្លាបានស្ទុះទៅរកពួកគាត់មនុស្សចម្បាំងក៏បានចូលទៅប្រយុទ្ធជាមួយនឹងសត្វខ្លានេសួងទាញកំភ្លើងសូត្រផ្លុំគាថាបាញ់មួយគ្រាប់សម្ដៅទៅរកសត្វខ្លាដ៏ធំនោះក៏បានដាច់ផ្ងាទៅក្រោយរួចឆោយដួលពី3ត្រឡំក៏ប៉ុន្តែវាមិនស្លាប់នោះទេត្រឹមតែមួយគ្រាប់នោះពេលនោះសត្វខ្លាក៏បានក្រោកឡើងស្រែកក្រហមហាក់ដូចជាគំរាមទៅកាន់ពួកអ្នកទាំងអស់គ្នានេះបន្ទាប់ពីនោះទៅវាក៏ចាប់ផ្ដើមរត់សម្ដៅចូលទៅសាជាថ្មីកំឡោះរបស់យើងក៏បានស្ទុះចេញទៅបាញ់ពីរគ្រាប់ទៀតចំណែកឯអ្នកចម្បាំងអាគមរបស់តាម៉ននោះក៏បានប្រើពុទ្ធៅចាត់ការទៅលើសត្វខ្លានោះទៅបន្ទាប់ពីសត្វខ្លាបានស្លាប់នៅពេលនោះតាម៉នជាមួយនឹងចៅប្រុសរបស់គាត់ក៏ចាប់ផ្ដើមចាត់ការ2ទល់នឹង1តាម៉នបាននិយាយថាអាចៅប្រុសឯងទៅពីក្រោយតានៅពីមុខចាត់ការទៅកាន់ធ្មប់នេះទៅឈប់ឲ្យវាធ្វើអំពើបាបបន្តទៀតធ្មប់បានឈរសោចរួចហើយបាននិយាយថាឯងសង្ឃឹមមែនទេពឹងលើពួកឯងទាំងពីរអ្នកនេះចាត់ការមកលើជើងភ្លាមនោះធ្មប់ចាប់ដើមប្រណម្យដៃសូត្រប្រែរូបរាងคล้ายទៅជាធ្មប់ដែលមានចង្កូមនិងមានក្រចកវែងរួចហើយក៏ចាប់ដើមស្ទុះចូលទៅប្រយុទ្ធអ្នកទាំងពីរអ្នកប្រាគុំបាញ់ចោះចូលទៅក្នុងកំភ្លើងរួចហើយបាញ់សម្ដៅទៅរកធ្មប់នោះដែរក៏ប៉ុន្តែគ្រាប់កំភ្លើងលឺសូរប៉ែហាក់ដូចជាបាញ់ទៅចំរបស់រឹងអញ្ចឹងគ្រាប់កំភ្លើងរបស់ពួកគាត់មិនអាចធ្វើអ្វីទៅកាន់ធ្មប់ផៃនោះបានទេឆាកប្រយុទ្ធមួយសន្ទុះនៅក្នុងពេលនោះពួកគាត់នៅតែមិនអាចចាត់ការធ្មប់បានតាម៉នបាននិយាយថាចៅប្រាអាគមសង្កត់ទៅលើវាទៅឲ្យលឿនឡើងក្រោយមកអ្នកទាំងពីរម្នាក់នៅខាងមុខម្នាក់នៅខាងក្រោយរួចហើយក៏ចាប់ផ្ដើមប្រាអាគមសង្កត់ទៅលើធ្មប់ម្នាក់នោះគ្រាន់តែសូត្រអាគមសង្កត់ភ្លាមធ្មប់ក៏ចាប់ផ្ដើមឈឺក្បាលប្រកាច់ប្រកិនស្របពេលនោះផងដែរនៅពេលដែលមានឱកាសអ្នកទាំងពីរក៏ទាញកំបិតរបស់ខ្លួនសូត្រផ្លុំគាថាស្ទុះទៅចាក់ធ្មប់នោះពេញមួយទំហឹងដៃមួយកំបិតចំពីមុខមួយកំបិតទៀតចំពីក្រោយធ្មប់នោះប្រកាច់មួយសន្ទុះរួចហើយក៏បានក្រោករត់ចេញពីក្នុងព្រៃនេះបាត់ទៅក្រោយពីធ្មប់បានចេញទៅបាត់នៅពេលនោះវិញ្ញាណរបស់ពូសៅនិងពូក្រាញ់បាននិយាយថាសំឡាញ់ឯងទៅដល់ផ្ទះប្រាប់ប្រពន្ធកូនជើងឲ្យធ្វើបន់ឧទ្ទិសកុសលឲ្យជើងផង
ឲ្យយើងឆាប់បានទៅចាប់ជាតិរួចផុតពីកំណែតរបស់ពពួកខ្មោចព្រាយនេះជើងត្រូវការកុសលផលបុណ្យពូវិនគាត់បាននិយាយថាអាសម្លាញ់ខ្ញុំអាណិតឯងខ្លាំងណាស់ជើងធ្លាប់ធ្វើដំណើរទៅគ្រប់ទីកន្លែងទៅរកស៊ីជាមួយនឹងគ្នាយូរណាស់មកហើយពួកឯងនេះស្លាប់ស្រស់ពេកហើយជើងអាណិតពួកឯងណាស់មិនអីទេនៅពេលដែលយើងធ្វើដំណើរទៅផ្ទះវិញយើងនឹងប្រឹងប្រែងធ្វើបន់ឧទ្ទិសកុសលឲ្យពួកឯងពូដានិងពូខាំគាត់ក៏ចាប់ដើមស្រែកយំដោយសារតែសម្លាញ់របស់គាត់ស្លាប់ភ្លាមពេកហើយគាត់ធ្វើចិត្តមិនបាននោះទេវិញ្ញាណខ្មោចទាំងពីរបានលុតជង្គង់កន្ទុកកន្ទែងអស់មួយសន្ទុះក្រោយពីផ្ដាំរួចពួកគេក៏បានរលាយចេញពីទីកន្លែងនេះបាត់ទៅពូវិនពូដានិងពូខាំបានត្រឹមតែអង្គុយបង្ហូរទឹកភ្នែកនៅទីកន្លែងនោះតែប៉ុណ្ណោះទោះជាយ៉ាងណាក៏ពួកគាត់មិនអាចជួយឲ្យពូក្រាញ់និងពូសៅរស់ឡើងវិញដែរដោយសារតែធ្មប់កិច្ចពីទីកន្លែងនេះបាត់ពពួកអមនុស្សដែលធ្មប់គ្រប់គ្រងនោះវាមិនហ៊ានមកធ្វើអ្វីទៅកាន់អ្នកទាំងអស់គ្នាបន្តទៀតនោះទេមួយជប់ទល់ភ្លឺក៏លែងមានគ្រោះថ្នាក់អ្វីកើតទៅលើពួកគាត់ក្រោយមកពេលព្រឹកពួកគាត់ក៏ចាប់ផ្ដើមរុះរាន់សាយសាកសពនោះធ្វើដំណើរសំដៅចូលទៅក្នុងភូមិដោយសារតែត្រូវការសម្រាកតាមផ្លូវគាត់សាយសពតាំងពីព្រឹករហូតដល់ថ្ងៃរសៀលខ្លាំងទើបពួកគាត់ធ្វើដំណើរចូលទៅដល់ផ្ទះក្រោយពីចូលទៅដល់ផ្ទះប្រពន្ធកូនពូក្រាញ់និងពូសៅកន្ទុកកន្ទែងខ្លាំងណាស់ដោយសារតែឃើញសាកសពរបស់ប្តីស្លាប់យ៉ាងអណោចអធមក៏ប៉ុន្តែដោយសារតែសពនោះធំក្លិនខ្លាំងពេកទៅហើយពួកគាត់ក៏ចាប់ដើមដង្ហែយកទៅតម្កល់ទុកក្នុងវត្តយប់នេះឲ្យតាម៉នជាមួយនឹងនាយសួងជួយបូជាឲ្យទៅអ្នកស្រុកអ្នកភូមិច្រើនកកពួកគេបានធ្វើដំណើរចូលទៅក្នុងវត្តដោយសារតែពួកគេស្រឡាញ់និងអាណិតទៅកាន់ពូសៅនិងពូក្រាញ់ពួកគាត់គឺជាមនុស្សល្អខ្លាំងណាស់រកស៊ីសុចរិតមិនដើរទៅប៉ះពាលទៅលើអ្នកស្រុកអ្នកភូមិណានោះទេព្រះសង្ឃបន្ទាប់ពីព្រះអង្គសូត្រធម៌ដើម្បីឧទ្ទិសកុសលផលបុណ្យឲ្យទៅកាន់វិញ្ញាណហើយព្រះអង្គក៏បានប្រាប់ឲ្យអ្នកទាំងអស់គ្នាចូលទៅខមាទោសដល់សពអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមចូលទៅសំពះអុជធូបខមាទោសម្ដងម្នាក់លុះដល់ជប់ពួកគាត់ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញទៅក៏ប៉ុន្តែមានសាច់ញាតិ 4-5 នាក់ដែរនៅកំដរទីកន្លែងនោះដើម្បីបូជាសាកសពពូសៅនិងពូក្រាញ់នឹងឯងចំណែកឯអ្នកនៅប្រចាំនោះគឺមានតែតាម៉ននិងនាយសួងតែប៉ុណ្ណោះពួកគាត់ជួយបូជាសាកសពនេះហាក់ដូចជាការជួយធ្វើបន់ធ្វើទានទៅឲ្យពួកគេផងដែរការជួយខ្នះខ្នែងរំលែកទុក្ខបូជាសាកសពអ្នកភូមិរបស់តាម៉ននិងនាយសួងនេះគឺបានកុសលផលបុណ្យច្រើនណាស់ហើយពួកគាត់ទាំងពីរនាក់ក៏បានឧទ្ទិសកុសលផលបុណ្យឲ្យទៅកាន់ពូសៅនិងពូក្រាញ់ផងដែរអ្នកទាំងពីរនាក់ក៏បានទទួលកុសលផលបុណ្យច្រើនរួចហើយក៏បានរួចផុតចាកទុក្ខទៅកើតទីកន្លែងសំគួរគឺទីកន្លែងសុគតិភពនោះទៅរយៈពេល 4-5 ថ្ងៃកន្លងផុតទៅស្រាប់តែបានឃើញថាមានឈ្មោះរទេះ 3-4 រទេះបានមកប្រាប់ដំណឹងថាបានឃើញសាកសពម្នាក់នៅស្លាប់នៅឯចុងភូមិបន្ទាប់ពីនោះទៅអ្នកភូមិក៏ចាប់ផ្ដើមនាំគ្នាធ្វើដំណើរសំដៅទៅកាន់ទីកន្លែងនោះពួកគេក៏បានឃើញថាសាកសពនោះគឺជាសាកសពរបស់ធ្មប់ផៃនឹងឯងក្រោយមកអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមនាំគ្នាខឹងសម្បាជាមួយនឹងសាកសពពួកគេនោះសឹងតែវាយកំទេចសាកសពរបស់ធ្មប់នោះជាពិសេសនោះក៏សាច់ញាតិរបស់ពូសៅនិងពូក្រាញ់នឹងឯងក៏ប៉ុន្តែព្រះសង្ឃក៏បាននិមន្តទៅរួចហើយក៏បានមានសង្ឃនិកាតថាណែញាតិញោមទាំងអស់គ្នាកើតចាស់ឈឺស្លាប់គឺជារឿងធម្មតាណែញោមខាងនេះធ្វើអំពើអាក្រក់ដោយសារតែអវិជ្ជាបិទបាំងតែប៉ុណ្ណោះជាតិជាបឋមជននោះវាមិនទៀងនោះទេជាតិខ្លះក៏ធ្វើអំពើល្អជាតិខ្លះក៏ធ្វើអំពើអាក្រក់វាមិនទៀងដូចជាអ្នកដែលបានសម្រេចធម៌នោះឡើយឥឡូវនេះជួយធ្វើបន់ធ្វើទានទៅគេក៏បានស្លាប់ទៅហើយដែរទៅធ្វើក្តាមឈូសមួយដំកល់សាកសពទុកនៅក្នុងវត្តជប់នេះឲ្យទៅកាន់តាម៉ននិងនាយសួងជួយបូជាគេផងទៅណាស់ហើយទុកថាជាការធ្វើបន់ជូនទៅឲ្យគេនៅកិច្ចចុងក្រោយទៅចុះអ្នកភូមិក៏បានស្ដាប់សង្ឃដីការបស់ព្រះអង្គរួចហើយក៏ចាប់ផ្ដើមរៀបចំក្តាមឈូសនិងយកសាកសពរបស់អំផៃនោះយកទៅតម្កល់ទុកវេលាពេលយប់ពួកគេក៏ចាប់ដើមត្រឡប់ទៅផ្ទះសម្បែងអស់ដោយសារតែអំផៃនេះគាត់មិនមែនជាសាច់ញាតិអ្វីជាមួយនឹងអ្នកភូមិនោះទេនៅទីកន្លែងបូជាសាកសពមានសភាពស្ងប់ស្ងាត់គ្មានមនុស្សកំដរមានតែនាយសួងជាមួយនឹងលោកតារបស់គេតែប៉ុណ្ណោះ
សួងបានបូជាសាកសពរហូតដល់ចប់បន្ទែងនៅក្នុងពេលនោះលោកតារបស់គេក៏បាននិយាយថាណែចៅសួងឯងទៅសម្រាប់សិនទៅទុកឲ្យតានៅមើលបង្ហើយសួងក៏បានសំពះលោកតារួចហើយក៏បានទៅដេកលើគ្រែនៅក្បែរទីប្រឆានោះទៅលោកតារបស់គេបាននៅមើលសាកសពនោះរហូតដល់ភ្លើងរលត់បន្ទាប់ពីនោះទៅគាត់ក៏ចាប់ផ្ដើមអង្គុយនិយាយម្នាក់ឯងថាណែធ្មប់អើយឯងនៅរស់ធ្វើអំពើអាក្រក់ច្រើនណាស់កុសលផលបន់ដែលយើងបានធ្វើនោះសូមឧទ្ទិសជូនទៅកាន់ឯងផងឯងអនុមោទនាទទួលចោកចោះក្រែងលោកបានអានិសង្សខ្លះទៅកើតទីកន្លែងដែលសមគួរកើតចាស់ឈឺស្លាប់គឺជារឿងធម្មតាឯណាទៅអ្នកមានអ្នកក្រអ្នកមានអំណាចនោះទីបំផុតបើមិនកប់គឺដុតដូចតែគ្នានឹងនៅរស់ចាំបាច់ប្រឹងប្រែងអ្វីប្រកាសប្រចាក់គ្នាដើម្បីតែអាហារ3ពេលនោះនៅពេលដែលគាត់បំរុងធ្វើដំណើរចេញពីទីកន្លែងនោះទៅហើយស្រាប់តែបានលឺសំឡេងគោះទ្វារបច្ឆាលឺសូរទាំងពេលនោះតាមនភ្ញាក់ព្រឹត្តតែម្ដងរួចហើយគាត់ក៏ចាប់ផ្ដើមសម្លឹងទៅកាន់បច្ឆានោះភ្លាមនោះតាមនក៏បានដើរចូលទៅជិតសំឡេងគោះទ្វារបច្ឆាកាន់តែលឺឡើងដោយសារតែការងឿងឆ្ងល់តាមនគាត់ក៏ចាប់ផ្ដើមបើកទ្វារបច្ឆានោះមើលខណៈពេលនោះគាត់បានឃើញថាភ្លើងរលត់បាត់អស់ទៅហើយក៏ប៉ុន្តែសាកសពរបស់អំផៃនោះមិនឆេះអស់នោះទេឆេះតែអាវនិងសក់តែប៉ុណ្ណោះតាមនបាននិយាយថាអើយធ្មប់ឯងនេះស្លាប់ហើយនឹងឲ្យលំបាកដល់យើងទៀតដោយសារតែអាគមកាប់មិនមុតដុតមិនឆេះនឹងឯងទើបធ្វើឲ្យយើងដុតឯងមិនឆេះណាស់ហើយចាំយើងទៅរករបស់បន្សាបដើម្បីបូជាឯងឲ្យឆេះអស់ភ្លាមនោះតាមនគ្រាន់តែបែកខ្នងដើម្បីទៅរកថ្នាំយកមកស្រោចនៅលើខ្លួនរបស់ធ្មប់នេះភ្លាមនោះស្រាប់តែធ្មប់ក្រោកឡើងរួចហើយស្ទុះទៅច្របាច់ករបស់តាមនភ័យខ្លាំងណាស់គាត់ក៏ចាប់ផ្ដើមស្រែកមួយទំហឹងដោយសារតែគាត់មិនបានចាប់អារម្មណ៍នឹងឯងសំឡេងស្រែករបស់តាមនក៏បានភ្ញាក់ទៅកាន់កំឡោះសួងដែលកំពុងតែដេកទីកន្លែងនោះនាយសួងក៏ចាប់ផ្ដើមស្ទុះវឹងរត់សម្ដៅទៅទីកន្លែងបច្ឆាតាមនបានស្រែកឡើងថាអាចៅជួយតាផងឲ្យលឿនឡើងអាខ្មោចនេះវាចង់ធ្វើបាបតាហើយកំឡោះសួងក៏កលេចមើលទៅឃើញថាបានឃើញខ្មោចរបស់អំផៃនេះកំពុងតែច្របាច់កទៅកាន់លោកតារបស់គេអ្នកកំឡោះក៏បានទាញខ្សែកថាចេញពីចង្កេះរបស់ខ្លួនរួចហើយសូត្រផ្លុំទៅចងលើដៃរបស់ខ្មោចមួយនោះបន្ទាប់ពីនោះទៅខ្មោចរបស់អំផៃចាប់ផ្ដើមប្រកាច់ប្រកិនរួចហើយក៏ចាប់ផ្ដើមចងច្របាច់កទៅកាន់តាមនម្ដងទៀតក៏ប៉ុន្តែពេលនោះនាយសួងក៏ចាប់ផ្ដើមធាក់មួយជើងធ្វើឲ្យសាកសពរបស់ខ្មោចនោះខ្ទាតចូលទៅទីកន្លែងបច្ឆាសាជាថ្មីអ្នកកំឡោះក៏ចាប់ផ្ដើមទាញទ្វារបាត់រួចហើយក៏ចាប់ផ្ដើមចាក់សោឲ្យបានស្រួលបួលសួងក៏បាននិយាយថាលោកតាក្រែងធ្មប់នេះស្លាប់ហើយទេតាហេតុអ្វីក៏វាមកច្របាច់កតាអញ្ចឹងតាមនបានតបថាធ្មប់នេះវាស្លាប់ហើយក៏ប៉ុន្តែវិញ្ញាណរបស់ធ្មប់នេះបានទៅកើតជាពពួកអមនុស្សរួចហើយមកចូលសន្ធិដ្ឋនៅក្នុងសាកសពរបស់វានេះដោយសារតែសាកសពរបស់វាមិនទាន់ឆេះនឹងឯងសំឡេងគោះទ្វារក៏លឺសារជាថ្មីម្ដងទៀតលាន់សូត្រទាំងគោះផងស្រែកផងតាមនក៏ចាប់ផ្ដើមយកខ្ជុងទៅគូយន់សីមាពតជំវិញបច្ឆានៅខ្លោងទ្វារនោះរួចហើយគាត់ក៏ចាប់ផ្ដើមប្រើអាគមរបស់គាត់សូត្រសន្ធប់នៅទីកន្លែងនោះបន្ទាប់ពីនោះទៅដៃរបស់ខ្មោចមិនអាចប៉ះជាមួយនឹងទ្វារបានវាក៏លែងគោះកើតទៀតដោយសារតែអាគមរបស់តាមននឹងឯងកំឡោះរបស់ជើងបាននិយាយថាលោកតាតើធ្វើយ៉ាងម៉េចទៅឬក៏យើងត្រូវបូជាវានៅក្នុងពេលយប់នេះសាជាថ្មីម្ដងទៀតតែបើសិនជាបើកទ្វារវាប្រកាសជារត់ចេញមកពិតជាមិនខានតាមនដកដង្ហើមធំរួចហើយក៏បានតបថាណែអាចារ្យកុំព្រួយបារម្ភពេកវាមិនមែនជាធ្មប់នោះទេវាគ្រាន់តែជាវិញ្ញាណខ្មោចព្រាយចូលសន្ធិដ្ឋនៅក្នុងសាកសពតែប៉ុណ្ណោះទុកវាចោលទៅពេលថ្ងៃរះវិញ្ញាណខ្មោចព្រាយប្រកាសជាចេញបាត់នៅក្នុងពេលនោះយើងនឹងអាចបូជាសាកសពនេះបានតាមសម្រួលក្រោយមកពួកគេក៏បាននៅឆោតទីកន្លែងនោះមួយសន្ទុះរួចហើយក៏បានទៅសម្រាកលើគ្រែរងចាំមើលខ្មោចនៅក្នុងបច្ឆានោះសំឡេងស្រែកខ្លាំងនៅតែបន្លឺឡើងក៏ប៉ុន្តែពេលថ្ងៃរះភ្លាមសំឡេងនោះក៏បានស្ងាត់បន្ទាប់ពីនោះទៅព្រះសង្ឃក៏បាននិមន្តចូលទៅដល់ទីកន្លែងនោះ
ក្រោយមកព្រះអង្គក៏បានសួរថាយ៉ាងម៉េចហើយញោមមនតើដុតសាកសពរបស់ធ្មប់នោះបានហើយឬនៅតមនបានតបថាកណាព្រះអង្គដុតមិនឆេះនោះទេដោយសារតែវាចេះអាគមស្បែកគង់និងមានសាក់យ័ន្តនឹងឯងបន្តិចទៀតខ្ញុំកណានឹងចុកទឹកថ្នាំទៅស្រោចលើសាកសពនោះហើយនឹងបូជាសាជាថ្មីព្រះចៅអធិការក៏មានសន្និការឡើងថាធ្មប់អើយធ្មប់នៅរស់ធ្វើអំពើបាបច្រើនស្លាប់ទៅហើយនៅតែលំបាកទៅដល់គេដល់ឯងទៀតណែញោមមើលជួយរៀបចំសាកសពរបស់គេឲ្យបានស្រួលផងអាត្មាទៅនិមន្តបិណ្ឌបាតហើយក្រោយពីនោះទៅព្រះអង្គក៏បាននិមន្តចេញទៅបាតមួយសន្ទុះក្រោយមកកំឡោះសួងជាមួយនឹងលោកតារបស់គេក៏ចាប់ដើមយកទឹកនោមនិងថ្នាំមួយចំនួនដែលបន្សាបទៅលើអាគមនោះយកទៅស្រោចលើសាកសពក្រោយពីនោះទៅពួកគេក៏បានរៀបខ្ជុងរួចហើយដុតសាកសពរបស់ធ្មប់ផៃនោះសាជាថ្មីម្ដងទៀតនៅក្នុងពេលនេះប្រហែលជាលែងមានស្បែកគង់ទៀតហើយសាកសពបានឆេះខ្ទេចបន្សល់តែឆ្អឹងសតែប៉ុណ្ណោះចំណែកឯឆ្អឹងនោះក៏ត្រូវអ្នកទាំងពីរនាក់នេះយកទៅកប់ចោលនៅក្រោមដើមឈើផងដែរបាទសាច់រឿងភាគ1ខ្ញុំបាទក៏សូមបញ្ចប់ទៅត្រឹមនេះសូមបងប្អូនរងចាំស្ដាប់ភាគ2បន្តទៀតនៅពេលដែលកំឡោះសួងរបស់ជើងទៅលេងអាគមបងក្រាបពពួកសត្វច្រាបនិងពពួកខ្មោចព្រាយមួយចំនួនទៀតក៏ប៉ុន្តែភាគ1ក៏សូមបញ្ចប់ទៅត្រឹមនេះសិនខ្ញុំបាទសូមអរគុណចំពោះការគាំទ្ររបស់ប្រិយមិត្តទាំងអស់គ្នាមកយ៉ាងទៀតនោះសូមអភ័យទោសបើសិនជាខ្ញុំបាទមានកំហុសខុសឆ្គងពាក្យពេចន៍សម្ដីដែលខ្ញុំនិទានទៅមិនសមរម្យត្រង់ណានោះក៏សូមអធិស្ឋានចំពោះរូបខ្ញុំផងបាទសូមអរគុណនិងសូមជម្រាបលា